សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីជាមួយនឹងការសម្រាយរឿងរបស់ Admin ថ្ងៃនេះ Admin បានលើកយករឿងដ៏ថ្មីស្រឡាងមួយមកសម្រាយចែកជូនប្រិយមិត្តទាំងអស់គ្នាទស្សនាដោយរឿងមួយនេះមានចំណងជើងថា Moonlit Reunion វាបានបង្ហាញអំពីការសហការគ្នារវាងអ្នកកម្ចាត់បិសាចជាមួយនឹងមនុស្សបិសាចដើម្បីបំបែករាល់រឿងក្តីឃាតកម្មផ្សេងៗដែលបានកើតឡើងនៅក្នុងទីក្រុងឆាងអានអំឡុងពេលដែលអ្នកទាំងពីរធ្វើការសហការគ្នាដើម្បីបំបែករឿងក្តីពួកគេទាំងពីរនាក់ក៏បានធ្លាក់ចូលក្នុងអន្លង់ស្នេហ៍រៀងៗខ្លួនដោយតួស្រីរបស់យើងនាងពិសេសខ្លាំងណាស់ក្នុងនាមជាព្រះនាងរស់នៅប្រកបដោយភាពថ្លៃថ្នូរនិងល្បីល្បាញពាសពេញរាជធានីតែនាងក៏មានសមត្ថភាពមួយផ្សេងទៀតដែលគ្រប់គ្នាពិតជាមិនដឹងសោះឡើយថានាងគឺជាបិសាចឆ្មាគ្រប់គ្រងនឹងការពារសម្ដាប់ធ្នាប់នៅក្នុងរាជធានីបិសាចមិនឲ្យមានអ្នកណាចេញមករញ៉េរញ៉ៃឬធ្វើខុសអំពីច្បាប់ទម្លាប់របស់ពួកគេឡើយចំណែកឯតួប្រុសរបស់យើងឯនេះវិញក៏គេមិនណយដែរដោយបច្ចុប្បន្នគេត្រឹមតែជាអ្នកស៊ើបក្តីតូចតាចមួយតែប៉ុណ្ណោះនៅក្នុងសំណាក់យុត្តិធម៌តែតាមការពិតទៅគេក៏ជាអ្នកកម្ចាត់បិសាចដ៏ខ្លាំងម្នាក់ផងដែរតើអ្នកទាំងអស់គ្នាកុំឲ្យរងចាំយូរយើងមកតាមដានជាមួយ Admin ទាំងអស់គ្នាផ្ដើមនៃសាច់រឿងដំបូងគេក៏បាននិទានអំពីអាថ៌កំបាំងមួយនៅក្នុងទីក្រុងឆាងអានត្រូវបានគេនិទានតគ្នាថានៅទីក្រុងឆាងអានក៏មានទីក្រុងបិសាចមួយលាក់ខ្លួននៅក្នុងក្រុងនេះផងដែរដោយនៅក្នុងទីក្រុងបិសាចមួយនោះត្រូវបានគ្រប់គ្រងច្បាប់ទម្លាប់ដោយបិសាចឆ្មាជាមួយនឹងបិសាចពស់ដោយបិសាចទាំងអស់ត្រូវបានហាមឃាត់មិនឲ្យមករញ៉េរញ៉ៃជាមួយនឹងជីវិតមនុស្សឡើយពីព្រោះតែកាលពីមុននោះពួកបិសាចទាំងអស់ដែលឡើងមកទីក្រុងរបស់មនុស្សតែងតែបង្កបញ្ហាជាមួយនឹងឧក្រិដ្ឋកម្មយ៉ាងច្រើនដែលធ្វើឲ្យត្រកូលនៃអ្នកកម្ចាត់បិសាចសហការជាមួយនឹងក្រសួងយុតិធម៌ដើម្បីបង្កើតសំណាក់កាត់ក្តីតាមបំបែករកឧក្រិដ្ឋកម្មចម្លែកទាំងអស់ដែលកើតឡើងពីវិញ្ញាណអាក្រក់ដូច្នេះហើយជាញឹកញយតែងតែមានការប្រយុទ្ធគ្នារវាងអ្នកកម្ចាត់បិសាចជាមួយនឹងបិសាចដែលធ្វើឲ្យជីវិតមនុស្សម្នានៅទីនោះពិតជាខ្លាចរអាខ្លាំងមែនទែនចុងក្រោយមេដឹកនាំរបស់បិសាចរួមជាមួយនឹងអ្នកកម្ចាត់បិសាចយ៉ាងស៊ីក៏បានស្រុះស្រួលគ្នាដើម្បីរក្សាសន្តិភាពនៅកណ្ដាលចាប់ពីពេលនោះមកក្រុមមនុស្សជាមួយនឹងក្រុមបិសាចក៏រក្សាបានភាពស្ងប់ស្ងាត់រៀងខ្លួនចំណែកឯសំណាក់កាត់ក្តីវិញក៏ប្រែទៅជាកន្លែងដែលឥតប្រយោជន៍ក៏ប៉ុន្តែមិនយូរប៉ុន្មានពួកបិសាចដែលបានកើតថ្មីអស់ទាំងនោះក៏ចាប់ផ្ដើមចូលមករុករាននៅក្នុងទីក្រុងឆាងអានម្ដងទៀតដែលធ្វើឲ្យមនុស្សមានការខ្លាចរអាយ៉ាងខ្លាំងសាច់រឿងក៏បានបង្ហាញអំពីនារីម្នាក់ស្លៀកពាក់ឈុតពណ៌ខ្មៅនាងបានសង្កេតឃើញបិសាចមួយដែលកំពុងតែយាយីដល់មនុស្សហើយបិសាចមួយនោះមើលទៅហាក់បីដូចជាស្រឡាញ់កវលខ្លាំងមែនទែនក្រោយពេលដែលនាងចុះទៅបិសាចមួយនោះក៏ចាប់ផ្ដើមធ្វើការកិច្ចខ្លួនជាបន្ទាន់អ្វីដែលសំខាន់នោះគឺនាងមិនអាចកិច្ចផុតពីក្រញាំដៃរបស់មនុស្សស្លៀកឈុតខ្មៅនេះបានឡើយក្រោយមកគេក៏ធ្វើការប្រយុទ្ធគ្នាដោយបិសាចមួយនោះមិនអាចយកឈ្នះអ្នកដែលស្លៀកឈុតខ្មៅនោះបានឡើយរួចក៏ត្រូវបានអ្នកដែលស្លៀកឈុតខ្មៅនោះវាយឲ្យបិសាចនោះខ្ទាតចេញពីខ្លួនមនុស្សក្រោយមកទើបយើងដឹងថាបិសាចមួយនោះគឺជាបិសាចតិចនិងបន្តរត់គេចបន្ថែមទៀតអំឡុងពេលដែលអ្នកទាំងពីរធ្វើការប្រយុទ្ធគ្នាកងសន្តិសុខក៏បានចូលមកដល់ដោយយល់ច្រឡំថាអ្នកដែលពាក់ឈុតខ្មៅគឺជាអ្នកបង្កហេតុដូច្នេះហើយគេក៏សម្រេចចិត្តដេញតាមអ្នកដែលពាក់ឈុតខ្មៅមួយនោះធ្វើឲ្យនារីដែលពាក់ឈុតខ្មៅក៏បានប្រែកលាយទៅជាសត្វឆ្មាភ្លាមរួចក៏បន្តរត់ចូលទៅក្នុងទៀមដ៏ល្បីល្បាញមួយដែលវាក៏ជាកន្លែងរបស់គេផងដែរក្រោយពេលដែលវាបានចូលទៅដល់ក្នុងបន្ទប់វាក៏ចាប់ផ្ដើមហក់ទៅលើសម្លៀកបំពាក់មួយដែលត្រូវបានគេរៀបចំយ៉ាងស្អាតបានភ្លាមនោះក៏លេចរូបរាងតួស្រីដ៏ស្រស់ស្អាតរបស់យើងនាងមានឈ្មោះថាអូចិននៅក្នុងរាជធានីមួយនេះគ្មានអ្នកណាម្នាក់ដែលថាមិនស្គាល់នាងនោះទេម្យ៉ាងវិញទៀតនាងក៏មានងារជាពនាងផងដែរដោយសារតែបងស្រីនាងគឺជាមហាសីចំណែកឯឪពុករបស់នាងក៏ជាឧបរាជម្នាក់ផងដែរអ្វីដែលធ្វើឲ្យតួស្រីរបស់យើងកាន់តែពិសេសពិសាថែមទៀតនោះគឺនាងក៏ជាបិសាចឆ្មាដែលគ្រប់គ្រងនៅក្នុងក្រុងនៃបិសាចផងដែរអំឡុងពេលជាមួយគ្នាកងសន្តិសុខដែលដេញតាមតួស្រីម្បាញ់មិញនេះក៏បានចូលមកដល់ដោយយើងដឹងថាគេមានឈ្មោះថាហុងយីគឺជាប្រធានក្រុមល្បាតរបស់អធិរាជឃើញបែបនេះហូជូដែលជាជំនួយការតួស្រីព្រមទាំងអ្នកគ្រប់គ្រងទៀមមួយនេះក៏បានចេញមកស្វាគមន៍ពួកគេក្រោយពេលដែលដឹងថាពួកគេមកទីនេះមិនមែនមកកំសាន្តគេក៏បានរឹកលេសដេញឲ្យពួកគេនឹងត្រឡប់ទៅវិញដោយនិយាយថាទីនេះគ្មានមនុស្សអាក្រក់ទេសូមឲ្យគេទៅវិញទៅពីព្រោះតែបន្តិចទៀតនេះនៅក្នុងហាងរបស់គេពិតជាមានភ្ញៀវសំខាន់ខ្លាំងណាស់គឺអ្នកប្រុសអ៊ីដែលមកពីគ្រួសារអ្នកមានស្ដុកស្ដំនៅក្នុងទីក្រុងនេះគាត់បានរៀបចំគ្រឿងបណ្ដាការជាច្រើនដើម្បីចង់ចូលស្ដីដណ្ដឹងតួស្រីរបស់យើងនៅក្នុងថ្ងៃខួបកំណើតរបស់នាងសាច់រឿងក៏បានបង្ហាញអំពីតួស្រីរបស់យើងវិញម្ដងក្រោយពេលដែលនាងចូលបន្ទប់ធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះតែបានឃើញអ្នកប្រុសអ៊ីនៅទីនោះហើយគាត់កំពុងតែរងចាំតួស្រីបន្តិចក្រោយមកគាត់ក៏បានយកអំណោយថ្ងៃខួបកំណើតមួយទៅឲ្យតួស្រីដែលអំណោយមួយនោះគឺគេចង់ស្នើតួស្រីនឹងឲ្យរៀបការជាមួយនឹងគេពីព្រោះតែគេបានត្រៀមបណ្ដាការរួចរាល់បាត់ទៅហើយចំណែកឯនៅខាងក្រោមវិញមនុស្សម្នាកំពុងតែស្ញើសរសើរអំពីអ្នកប្រុសអ៊ីខ្លាំងមែនទែនហើយទេថាតើពួកគេទាំងពីរនាក់នឹងបានរៀបការជាមួយគ្នាដែរឬក៏អត់អំឡុងពេលនោះតួប្រុសរបស់យើងក៏នៅទីនេះដែរដោយគេមិនបានខ្វាយខ្វល់អំពីទស្សនវិជ្ជាដែលបានកើតឡើងនៅខាងមុខគេនោះទេដោយគេគិតតែមើលអំពីឯកសាររឿងក្តីរបស់គេតែប៉ុណ្ណោះដោយតួប្រុសរបស់យើងគេមានឈ្មោះថាមីជូអ៊ីមើលទៅគេដូចជាក្រខ្លាំងណាស់អញ្ចឹងក្រោយពេលដែលគេបានឲ្យប្រាក់ទៅកាន់ម្ចាស់ហាងរួចរាល់ម្ចាស់ហាងក៏បានសួរគេថាហេតុអ្វីបានជាលោកនឹងមិននៅមើលអំពីទស្សនវិជ្ជាអ៊ូអនេះបន្តិចទៀតទៅក៏ប៉ុន្តែតួប្រុសគេអាចចាប់អារម្មណ៍ឡើយបើទោះបីជាអ្នកគិតប្រាក់ខំព្យាយាមបញ្យល់អំពីឥទ្ធិពលរបស់តួស្រីយ៉ាងណាក៏ដោយសាច់រឿងក៏បានបង្ហាញអំពីតួស្រីរបស់យើងវិញម្ដងដោយពេលនេះគេបាននិយាយបដិសេធទៅកាន់អ្នកប្រុសតូចថាគេឈ្មោះរបស់នាងអត់សូវ
ល្អអីអញ្ចឹងណាអាចអាប់អោនដល់គ្រួសាររបស់គេបានក៏ប៉ុន្តែអ្នកប្រុសតូចមួយនោះហាក់បីដូចជាអត់ខ្វល់ជាមួយនឹងសម្ដីរបស់តួស្រីឡើយគិតថាតួស្រីនឹងលេងរករែងពីរួចគេក៏បានស្ទុះទៅរកតួស្រីដោយនិយាយបន្ថែមទៀតថាយ៉ាងណាក៏ដោយក៏តួស្រីនឹងគង់តែរៀបការដដែលប្រសិនបើបានគេធ្វើជាប្តីតួស្រីនឹងសោយសោកនៅលើកំណើទ្រព្យសម្បត្តិអស់មួយជីវិតអីអញ្ចឹងទៅដោយមើលទៅអ្នកប្រុសអ៊ីដៃដល់ហើយធ្វើឲ្យតួស្រីនាងទ្រាំមិនបានរួចក៏បានបញ្ឆោតអ្នកប្រុសអ៊ីឲ្យទៅកាន់បង្អួចក្រោយមកនាងក៏បានធាក់អ្នកប្រុសអ៊ីទម្លាក់ពីលើបន្ទប់នោះឲ្យចុះមកក្រោមដែលធ្វើឲ្យអ្នកប្រុសអ៊ីពិតជាខ្មាស់គេខ្លាំងមែនទែនអំឡុងពេលនោះតួប្រុសជាមួយនឹងអ្នកគ្រប់គ្នាក៏ភ្ញាក់ផ្អើលដែរហើយក៏បានសម្លឹងទៅមើលខាងលើអ្វីដែលសំខាន់នោះតួប្រុសបានមើលតួស្រីយ៉ាងផ្លឹកតែម្ដងសាច់រឿងក៏បានបង្ហាញអំពីហ៊ូជូដោយពេលនេះនាងបានយកផ្លែប៉ោមទៅលួងលោមតួស្រីរបស់យើងក៏ប៉ុន្តែត្រូវបានតួស្រីរបស់យើងចាប់ថ្នាក់មុនជាប់នឹងបានសួរទៅកាន់នាងថាសប្តាហ៍ថ្ងៃនេះតើនាងឲ្យប្រាក់ដែលគ្រប់គ្រងទៀមមួយនេះមិនគ្រប់គ្រាន់មែនទេបានជាហ៊ូជូនឹងទទួលសំណូកសោកប៉ាន់បន្ថែមទៀតក៏ប៉ុន្តែហ៊ូជូនាងក៏បានឆ្លើយថានាងបានប្រាក់តែបន្តិចបន្តួចតែប៉ុណ្ណោះរួចតួស្រីក៏បានសួរអំពីកងសន្តិសុខវិញម្ដងតើគេមានការសង្ស័យអំពីទីនេះដែរឬទេក្រោយមកហ៊ូជូគេបាននិយាយអំពីទេពកោសល្យនៃការបង្វែរដានរបស់គេថាកងអង្គរៈពិតជាគ្មានការសង្ស័យឡើយក្រោយមកគេក៏បានអោនទៅចិត្តតួស្រីដែលមានក្លិនឈាមគេក៏បានសួរថាតើតួស្រីនឹងបានទៅវាយគ្នាជាមួយនឹងបិសាចទៀតហើយមែនតួស្រីក៏បានឆ្លើយមកវិញថាគេបានវាយគ្នាជាមួយនឹងបិសាចតិចម្នាក់ដែលបិសាចមួយនោះពិតជាមានភាពលោភលន់ដូចជាហ៊ូជូខ្លាំងណាស់ក្រោយពេលដែលវាបានវាយប្រហារទៅលើមនុស្សវាក៏បានដោះយកកង្វល់របស់ជនរងគ្រោះទៅរួចតួស្រីក៏ចាប់ផ្ដើមនឹកឃើញឧបាយកលមួយដែលតម្រូវឲ្យអ្នកដែលចូលរួមនៅក្នុងកម្មវិធីគូកំណើតរបស់នាងត្រូវតែមានគ្រឿងអលង្ការមាសក្រោយមកអ្នកបម្រើតួស្រីដែលមានឈ្មោះថាមីងឈួងនាងបានយកអំណោយរបស់មហេសីយកមកឲ្យតួស្រីដោយអំណោយមួយនោះវាសិតសឹងតែជាថ្ងៃខែឆ្នាំកំណើតរបស់បុរសចំនួន20នាក់ដែលនៅក្នុងទីក្រុងឆាងអានពួកគេទាំងអស់សិតតែជាសុភាពបុរសនឹងមកពីគ្រួសារថ្លៃថ្នូរហើយចំណែកឯឆ្នាំទៅម្ចាស់ស្ត្រីក៏ធ្វើបែបនេះដែរប៉ុន្តែតួស្រីនឹងអត់ទាន់រើសបានស្វាមីបងស្រីរបស់នាងខ្លាចតួស្រីនឹងអត់ប្តីខ្លាំងពេកដូច្នេះហើយក៏បានបន្ថែមនៅក្នុងឆ្នាំនេះទៀតដោយសង្ឃឹមថាតួស្រីនឹងជ្រើសរើសយកបុរសណាម្នាក់ធ្វើជាស្វាមីរបស់នាងក្រោយមកតួស្រីក៏បានសម្រេចថាឲ្យអ្នកបម្រើរបស់ខ្លួនទៅអញ្ជើញអ្នកដែលមានឈ្មោះនៅក្នុងនេះទាំងប្រមាណណាឲ្យចូលរួមក្នុងពិធីខួបកំណើតរបស់នាងនៅក្នុងថ្ងៃស្អែកហើយនាងក៏ត្រូវប្រពឡើងនៅក្នុងទីនេះផងដែរសាច់រឿងក៏បានបង្ហាញអំពីតួប្រុសជាមួយនឹងមិត្តភ័ក្តិរបស់គេវិញដោយពេលនេះមិត្តភ័ក្តិរបស់តួប្រុសពិតជារំអុកតួប្រុសឲ្យជួយការងាររបស់គេខ្លាំងមែនទែនពីព្រោះតែថ្មីនេះលោកស៊ីដែលជាអ្នកគ្រប់គ្រងនៅក្នុងសំណាក់មួយនេះអារម្មណ៍របស់គាត់មិនល្អនោះឡើយដោយសារតែការពីយកមិញគាត់បានចូលរួមនៅក្នុងកម្មវិធីជប់លៀងមួយហើយក៏ត្រូវបានគេសើចចំអកថាគាត់នឹងទំនេរអត់មានការងារធ្វើដូច្នេះហើយគេពិតជាខ្លាចខ្លាំងណាស់ខ្លាចតែគេនិយាយខុសអីបន្តិចបន្តួចទៅលោកម្ចាស់ស៊ីនឹងឲ្យគេទៅយាមនៅក្នុងបន្ទប់កត់ត្រាគេប្រកាសជាស្លាប់ជាមិនខានឡើយពីព្រោះតែនៅក្នុងបន្ទប់មួយនោះអ្នកណាក៏ខ្លាចរអាដែរជាពិសេសហើយអ្នកដែលទៅយាមនៅទីនោះភាគច្រើនគឺត្រូវបានត្រឡប់មកផ្ទះវិញហើយពួកគេក៏ត្រូវបានលាឈប់តែម្ដងរួចគេក៏បាននិយាយបន្ថែមទៀតថានៅទីនោះពិតជាគ្រោះឲ្យខ្លាចហើយងឹតខ្លាំងមែនទែនលើបែបនេះហើយទូប្រុសហាក់បីដូចជាមានចំណាប់អារម្មណ៍ជាមួយនឹងបន្ទប់នោះខ្លាំងមែនទែនក្រោយមកគេក៏បានយកព្រមជាមួយនឹងលីស៊ឺសាច់រឿងក៏បានបង្ហាញអំពីលោកម្ចាស់ស៊ីវិញម្ដងមើលទៅគាត់ដែរខ្ជិលដូចជាគេនិយាយមែនហ្នឹងរួចគេក៏បានរអ៊ូរទាំអំពីរឿងក្តីដែលអ្នកខាងលើហ្នឹងបោះមកឲ្យគេថាវាសិតសឹងតែជារឿងក្តីចម្លាប់ចម្លែកហើយថ្នាក់លើដោះអត់បានឡើយរួចហើយក៏រុញឲ្យគេនឹងបន្ទោសគេថែមទៀតផងរួចទូប្រុសក៏បានហៅទៅគាត់ដែលធ្វើឲ្យលោកម្ចាស់ស៊ីក៏ចាប់ផ្ដើមចុចឈ្មោះទូប្រុសនិងនិយាយថាទូប្រុសមើលទៅដូចជាមនុស្សដែលមានទេពកោសល្យខ្លាំងណាស់នឹងបានសួរយោបល់អំពីទូប្រុសថែមទៀតផងទូប្រុសរបស់យើងដំបូងគេបាននិយាយទៅសារទៅកាន់លោកម្ចាស់ស៊ីខ្លាំងណាស់ក្រោយមកគេក៏បាននិយាយឲ្យគាត់នឹងចុះទៅមើលខ្លួនឯងខ្លាំងផងកុំពឹងផ្អែកទៅលើឯកសារខ្លាំងពេកដោយគោលបំណងរបស់គេចង់ឲ្យលោកម្ចាស់ស៊ីខឹងដោយលោកម្ចាស់ស៊ីនឹងក៏ដូចចិត្តទៀតគេខឹងជាមួយនឹងទូប្រុសយ៉ាងខ្លាំងរួចក៏បណ្ដេញឲ្យទូប្រុសនឹងទៅយាមនៅបន្ទប់ដល់ឡៃកត់ត្រាភ្លាមទៅក្រោយពេលដែលទូប្រុសបានទៅដល់មិត្តភ័ក្តិរបស់គេក៏បាននិយាយណែនាំគេបន្ថែមទៀតក៏ប៉ុន្តែទូប្រុសគេនៅតែចង់ដឹងថាតើបន្ទប់មួយនេះវាមានរឿងអ្វីកើតឡើងមិនទាន់បានចូលទៅដល់ខាងក្នុងផងបងប្រុសដែលស្ថិតនៅក្នុងតកូលជាមួយគ្នាក៏បានមកសុំវល់ទូប្រុសឲ្យគេនឹងទៅចូលរួមក្នុងកម្មវិធីជប់លៀងជាមួយនឹងគាត់នៅយប់នេះប៉ុន្តែទូប្រុសគេក៏បានបដិសេធដោយបងប្រុសរបស់គេព្យាយាមបញ្យល់ហេតុផលយ៉ាងច្រើនដែលមានតាក់ទងជាមួយនឹងតួស្រីថែមទាំងស្បត់ឲ្យគេទៀតផងថាមិនឲ្យមានបញ្ហាដល់គេអីអញ្ចឹងណាក្រោយមកទូប្រុសក៏បានសម្រេចចិត្តថានឹងទៅជាមួយកូនលុះដល់ពេលយប់មកដល់ពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរមកកម្មវិធីជប់លៀងដោយទូប្រុសរបស់យើងគេពិតជាសាមញ្ញខ្លាំងមែនទែនដូច្នេះហើយបងប្រុសរបស់គេក៏បានហុចខ្សែក្រវ៉ាត់ទៅឲ្យទូប្រុសដោយនិយាយថាកម្មវិធីតម្រូវអីអញ្ចឹងណាចំណែកឯនៅខាងក្នុងពិធីជប់លៀងនេះវិញត្រូវបានគេរៀបចំឡើងយ៉ាងល្អឥតខ្ចោះពីព្រោះតែអ្នកដែលបានចូលរួមនៅក្នុងថ្ងៃនេះសិតសឹងតែជាគ្រួសារដែលមានមុខមាត់និងមានទ្រព្យសម្បត្តិហូរហៀដោយទូប្រុសរបស់យើងគេអត់ចាប់អារម្មណ៍ជាមួយនឹងអ្វីទាំងអស់ក្រៅពីអង្គុយមើលឯកសាររបស់គេយ៉ាងស្ងៀមស្ងាត់ក្រោយមកអ្នកប្រុសស៊ីឡូប៉ៃជាមួយនឹងបងប្អូនរបស់គេក៏បានចូលមកដល់ដោយអ្នកប្រុសម្នាក់នេះគេលងស្រឡាញ់ជាមួយនឹងតួស្រីតាំងពីយូរណាស់មកហើយដោយគេមានចរិតក្អឺតក្តើមខ្លាំងមែនទែនបន្ទាប់ពីបានឃើញតួប្រុសដែលគេមិនបានស្គាល់ពីមុនមកថាជាគ្រួសារមីគេក៏បានមើលងាយទៅកាន់តួប្រុសយ៉ាងខ្លាំងចំណែកឯតួប្រុសរបស់យើងគេអត់ខ្វល់ឡើយដោយគេនិយាយរាំងរំភើយថាគេគឺជាសាខានៃគ្រួសារតកូមីនឹងបានថែ
ថាឲ្យទៅកាន់អ្នកប្រុសប៉ៃវិញថាឲ្យអ្នកប្រុសប៉ៃនឹងធ្វើចរិតឲ្យស្រួលបួលស័ក្តិសមជាមួយនឹងកម្មវិធីជប់លៀងនៅក្នុងថ្ងៃនេះលើបែបនេះហើយអ្នកប្រុសប៉ៃគេពិតជាខឹងជាមួយនឹងតួប្រុសខ្លាំងមែនទែនរួចក៏បានឲ្យអ្នកបម្រើដែលនៅចិត្តនោះបដៅទៅកាន់តួប្រុសរបស់យើងទៅដោយអ្នកបម្រើគេបានលើកដៃឡើងញ័របំរុងនឹងដាក់ទៅកាន់តួប្រុសហើយសັບតែមានព្រួយមួយដើមឆ្លងកាត់មុខរបស់គេឡើងវិញហើយអ្នកដែលបានបាញ់ព្រួយនោះគឺជាតួស្រីរបស់យើងនឹងឯងនៅពេលដែលឃើញតួស្រីអ្នកប្រុសប៉ៃក៏ចាប់ផ្ដើមនិយាយចោទប្រកាន់ទៅលើតួប្រុសថាមិនចេះគោរពអីអញ្ចឹងណាតែតួស្រីនឹងអត់ជឿឡើយពីព្រោះតែរឿងបាញ់នេះគឺនាងបានឃើញទាំងអស់រួចក៏បានអូសដៃតួប្រុសឲ្យទៅជាមួយគេរួមជាមួយនឹងអ្នកបម្រើម្នាក់ទៀតដើម្បីដោះស្រាយហើយតួប្រុសរបស់យើងឡើងអៀនក្រោយមកគេក៏បានអរគុណទៅកាន់តួស្រីនិងបានប្រាប់នាងបន្ថែមទៀតថាអ្នកបម្រើម្នាក់នេះពិតជាគ្មានកំហុសឡើយគេត្រូវបានអ្នកដទៃបង្ខំតួស្រីគឺក៏បាននិយាយទៅសារទៅកាន់តួប្រុសថាមានចិត្តល្អអីអញ្ចឹងទៅក៏ប៉ុន្តែរឿងនេះនាងត្រូវចាត់ចែងជាបន្តទៀតបន្ទាប់ពីតួប្រុសបានចាក់ចេញទៅតួស្រីក៏បានសួរឈ្មោះរបស់គេហើយតួប្រុសក៏ប្រាប់ទៅដូចជាធម្មតាក្រោយមកនាងក៏បានទៅនិយាយជាមួយនឹងអ្នកបម្រើវិញម្ដងដោយអ្នកបម្រើគេភ័យជាមួយនឹងសកម្មភាពរបស់តួស្រីខ្លាំងមែនទែននិងបំរុងនឹងចាក់ចេញទៅតួស្រីក៏បាននិយាយអំពីភាពមិនប្រក្រតីរបស់គេថាគេមិនមែនជាមនុស្សឡើយហើយកម្មវិធីជប់លៀងនៅក្នុងថ្ងៃនេះក៏ធ្វើឡើងដើម្បីគេដែរអ្នកបម្រើឮហើយធ្វើឲ្យគេឆ្ងល់យ៉ាងខ្លាំងរួចតួស្រីក៏បានបកស្រាយអំពីសកម្មភាពប្លែកៗដែលអ្នកបម្រើបានធ្វើអំឡុងពេលនៅក្នុងពិធីជប់លៀងថាគេមិនបានខ្លាចក្របព្រួយដូចជាមនុស្សដទៃអីអញ្ចឹងណារួចនាងក៏បានបង្ហាញអំពីឥទ្ធិពលនៃកែវភ្នែករបស់នាងដែលធ្វើឲ្យបិសាចមួយនោះប្រែខ្លួនជារូបរាងដៃមួយរំពេញនិងបន្តបំរុងនឹងចាក់ចេញពីទីនោះក៏ប៉ុន្តែត្រូវបានតួស្រីនឹងរៀបចំអន្ទាក់សម្រាប់ដាក់គេរួចទៅហើយដោយធ្វើឲ្យគេនឹងមិនអាចទៅណាបាននោះឡើយរួចនាងក៏បាននិយាយអំពីរឿងរ៉ាវកាលពីម្សិលមិញដែលបិសាចព្យាយាមប្រាប់ទៅកាន់នាងថាមិនមែនជាគេនោះទេក៏ប៉ុន្តែតួស្រីនាងអត់ជឿឡើយនិងបន្តចាប់បិសាចនោះជាបន្តទៀតសម្ដីនៃការប្រយុទ្ធគ្នារបស់អ្នកទាំងពីរក៏បានលើដល់តួប្រុសផងដែរដែលធ្វើឲ្យគេនឹងចាប់ផ្ដើមឡើងមកខាងលើដឹងថាតួប្រុសមកទីនេះតួស្រីក៏ចាប់ផ្ដើមនិយាយបង្វែរដានឲ្យតួប្រុសនឹងចងចាំស្អែកទៅចាំមកទៀតតែតួប្រុសគេនៅតែមិនអស់ចិត្តជាមួយនឹងសម្លេងមួយនោះសំណាងល្អជំនួយការរបស់តួស្រីក៏បានមកដល់និងសួរទៅកាន់តួប្រុសថាតួប្រុសនឹងចង់ឃើញគេធ្វើអីមែនលើបែបនេះតួប្រុសក៏បញ្ញាដើរចាចេញទៅសាច់រឿងក៏បានបង្ហាញអំពីគ្រួសារតកូមីវិញម្ដងដោយពេលនេះអ្នកប្រុសមីគាត់ស្វឹងខ្លាំងណាស់រួចអ្នកបម្រើក៏បានអោសគាត់ចូលទៅខាងក្នុងនិងបានបិទទ្វារផ្ទះមើលទៅតួប្រុសរបស់យើងពិតជាគួរអាណិតខ្លាំងមែនទែនត្បិតតែគេមានឈ្មោះជាសាខានៃគ្រួសារនេះពិតមែនក៏ប៉ុន្តែគេមិនអាចរស់នៅទីនេះបានឡើយរួចគេក៏បន្តទៅកាន់បណ្ណាល័យកត់ត្រាដើម្បីស្វែងយល់អំពីទីនោះបន្ទាប់ពីតួប្រុសបានចូលទៅខាងក្នុងគេក៏បានសង្កេតឃើញមានសត្វល្អិតជាច្រើនមើលទៅដូចជាសត្វអណ្ដើកមីអញ្ចឹងវាបន្តវេបហាមកកាន់តួប្រុសដោយមិនដឹងនោះឡើយថាតួប្រុសគឺជាអ្នកប្រមាញ់បិសាចក្រោយមកតួប្រុសរបស់យើងក៏បានបញ្ចេញយន្តយ៉ាងច្រើនបិទទៅលើសភៅអស់ទាំងនោះដែលធ្វើឲ្យបិសាចចាប់ផ្ដើមប្រមូលផ្ដុំទៅជារូបរាងដ៏ធំមួយដើម្បីវេបហាបន្តទៀតហើយតួប្រុសរបស់យើងក៏ចាប់ផ្ដើមបញ្ចេញដាវទឹកបញ្ចាប់បិសាចរបស់គេនឹងទៅកម្ចាត់បិសាចអណ្ដើកមាសមួយនោះឲ្យខ្ទេចខ្ទីអស់សាច់រឿងក៏បានបង្ហាញអំពីតួស្រីវិញម្ដងដោយពេលនេះនាងប្រើប្រាស់ជារូបរាងឆ្មារបស់នាងដើម្បីចូលទៅក្នុងផ្ទះបាក់បែកមួយកន្លែងឆ្លងទៅកាន់ពិភពបិសាចអំឡុងពេលឆ្លងកាត់ផ្លូវដែលទៅរាជធានីបិសាចតួស្រីរបស់យើងក៏បានប្រែរូបរាងទៅជាបិសាចឆ្មានៅក្នុងទីក្រុងបិសាចមួយនេះដោយមើលទៅនៅក្នុងក្រុងបិសាចមួយនេះសុទ្ធសឹងតែជាបិសាចគ្រប់ចម្រុះទាំងអស់ពួកគេរស់នៅដោយភាពសប្បាយរីករាយដូចជាមនុស្សដែររួចតួស្រីក៏បានបោះបិសាចកាជៀវមួយនោះដោយនិយាយប្រាប់គេថាស្វាគមន៍មកកាន់ទីក្រុងរបស់នាងហើយឲ្យគេនឹងនៅទីនេះទៅកុំទៅអង្គររឿងនៅទីក្រុងឆាងអានទៀតប៉ុន្តែបិសាចកាជៀវនៅតែអះអាងដដែលថាម្នាក់នោះមិនមែនជាគេនោះឡើយគេពិតជាមិនដែលធ្វើបានមនុស្សស្លូតត្រង់នោះទេម្យ៉ាងវិញទៀតនៅមានបិសាចកាជៀវស្រីមួយក្បាលទៀតដែលពេលនេះគេកំពុងស្វែងរកនាងដូចគ្នាក្រោយមកគេក៏បានប្រែទៅជារូបរាងកវលដែលមានន័យថាការពីដំបូងឡើយគេមិនមែនជាបិសាចកាជៀវនោះទេគេគ្រាន់តែជាកវលតែប៉ុណ្ណោះរួចតួស្រីក៏បានយកកវលមួយនោះទៅរកជំនួយការរបស់គេដែលមានឈ្មោះថាអូជូស៊ូរួចជំនួយការរបស់គេក៏បានសួរទៅកាន់នាងថាតើនាងបានចាប់បិសាចឲ្យគេទៀតហើយមែនក្រោយពេលដែលតួស្រីបានបង្ហាញកវលនោះរួចនាងក៏បាននិយាយប្រាប់ទៅកាន់ជំនួយការរបស់នាងថាតើពិតទៅគេមិនមែនជាអ្នកបង្ករឿងនៅក្នុងឋានមនុស្សនោះឡើយអ្នកដែលជាជនបង្កពិតប្រាកដគឺជាកវលម្ខាងទៀតដែលជាដៃគូជាមួយនឹងកវលមួយនេះហើយនេះក៏ជាហេតុផលដែលបិសាចកាជៀវស្រីនោះតាមស្វែងរកអ្នកដែលពាក់មាសដើម្បីស្វែងរកគូគេតែប៉ុណ្ណោះក្រោយពេលដែលតួស្រីបានបង្ហាញរូបរាងពិតរបស់កវលមួយនោះគេក៏បាននិយាយបន្ថែមទៀតថាកម្មការពិតទៅគេគឺជាកវលពីបរមបុរាណមកដោយបន្តពីមួយចំនួនទៅមួយចំនួនរហូតដល់គេនឹងត្រូវបានបីបាច់ថែរក្សានិងយកចិត្តទុកដាក់ជាមួយនឹងគេយ៉ាងខ្លាំងដែលជាហេតុធ្វើឲ្យគេមានវិញ្ញាណបង្កើតបានទៅជារូបរាងបែបនេះកាលពីកន្លះខែមុនគេទាំងពីរនាក់ក៏បានមកដល់ទីក្រុងឆាងអានដោយសម្រស់នៃទីក្រុងឆាងអានវាធ្វើឲ្យគេនឹងជ្រុងវែងខ្លាំងពេកដូច្នេះហើយគេក៏បានលួចចេញទៅដើរលេងដោយគេមិននឹកស្មានឡើយថាកវលម្ខាងទៀតកំពុងតែស្វែងរកគេនិងបានបង្កបញ្ហាយ៉ាងច្រើនរួចតួស្រីក៏បានសួរអំពីមូលហេតុដែលគេនឹងចូលទៅក្នុងកម្មវិធីជប់លៀងរបស់នាងរួចសាច់កាជៀវមួយនោះក៏បានឆ្លើយទៅប្រាប់តួស្រីវិញថាដោយសារតែតិចរបស់គេអាចស្ដាប់ឮសំឡេងរបស់តិចស្រីដូច្នេះហើយគេក៏សម្រេចចិត្តថានឹងទៅទីនោះដើម្បីរកនាងរួចប្រាប់ទៅកាន់នាងដើម្បីបង្ការភាពគ្រោះថ្នាក់បន្ថែមទៀតដោយជំនួយការរបស់តួស្រីគេចង់ទៅជួយតួស្រីណាក៏ប៉ុន្តែត្រូវបានតួស្រីឃ្វាន់ថាតំណែងជាតិចស្រីម្នាក់នោះប្រកាសជាចូលអ្នកណាម្នាក់នៅក្នុងកម្មវិធីជប់លៀងជាមិនខានឡើយ
ដូច្នេះហើយនាងត្រូវតែតាមរកកជាវស្រីម្នាក់នោះឲ្យបានលឿនបំផុតដោយការពីពេលដែលនាងប្រយុទ្ធជាមួយនឹងបិសាចស្រីម្នាក់នោះមើលទៅគេបាត់បង់ស្មារតីហើយអញ្ចឹងគេនឹងមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយហើយវាក៏អាចបង្កគ្រោះថ្នាក់កាន់តែច្រើនថែមទៀតផងដោយជំនួយការរបស់នាងពិតជាបារម្ភជាមួយនឹងនាងខ្លាំងមែនទែនពីព្រោះតែនាងគឺជាមនុស្សពាក់កណ្ដាលបិសាចពាក់កណ្ដាលដូច្នេះហើយនៅពេលថ្ងៃនាងដូចជាមនុស្សធម្មតាតែនៅពេលយប់ទើបនាងមានថាមពលពិសេសដែលបានមកពីកម្លាំងរបស់បិសាចឆ្មាតែតួស្រីប្រាប់ឲ្យគេកុំបារម្ភអីនឹងបានសុំឲ្យគេទៅកាន់សំណាក់កាត់ក្តីជាមួយនឹងខ្លួនដើម្បីស្វែងរកឯកសារមួយចំនួនសាច់រឿងក៏បានបង្ហាញអំពីតួស្រីដែលពេលនេះនាងបានមកដល់កន្លែងសំណាក់កាត់ក្តីហើយលោកម្ចាស់ស៊ីបានយកចិត្តទុកដាក់ជាមួយនឹងនាងយ៉ាងខ្លាំងហើយអ្នកគ្រប់គ្នាក៏ឆ្ងល់អំពីវត្តមានរបស់នាងផងដែរដោយគេគិតថាប្រហែលជាពនាងនឹងពេញចិត្តទៅកាន់តួប្រុសហើយយ៉ាងមើលទៅតួប្រុសគេលើបែបនេះហើយគេក៏បានបំរុងដែរចេញទៅតែក៏ត្រូវបានតួស្រីរបស់យើងខ្លួនដែលនិយាយថាកាលពីម្សិលមិញហ្នឹងពួកគេបានជួបគ្នាហើយដូច្នេះហើយទ្រង់មានអារម្មណ៍ល្អជាមួយនឹងតួប្រុសរបស់យើងខ្លាំងមែនទែននឹងបាននិយាយបន្ថែមទៀតថាកាលពីម្សិលមិញនាងក៏មានបាត់ទ្រព្យសម្បត្តិមាសពេជ្រផងដែរតែតួប្រុសក៏បានឲ្យនាងរៀបរាប់អំពីស្ថានភាពមកហើយគេនឹងព្យាយាមធ្វើការងារមួយនេះឲ្យបានល្អក្រោយមកតួប្រុសរបស់យើងក៏បានអង្គុយនៅក្នុងសំណាក់ដើម្បីសង្កេតមើលរឿងក្តីរបស់គេជាបន្តទៀតអំឡុងពេលនោះតួស្រីក៏បានចូលមកដល់រួចក៏ប្រើល្បិចស្រីស្អាតទៅកាន់តួប្រុសអីចឹងណាតែតួប្រុសគេអត់ខ្វល់ឡើយដោយដេញឲ្យនាងនឹងទៅសេពាក្យបណ្ដឹងនៃខ្លួនឯងទៅដោយតួស្រីក៏បានប្រើល្បិចបន្ថែមទៀតឲ្យតួប្រុសនឹងទៅចំអិនម្ហូបឲ្យគេមកពីព្រោះតែពេលនេះគេឃ្លានខ្លាំងណាស់ក្រោយពេលដែលតួប្រុសបានចាក់ចេញទៅតួស្រីក៏ចាប់ផ្ដើមធ្វើដំណើរទៅកាន់កន្លែងដែលនាងចង់ទៅហើយទីនោះទៀតសោតគឺជាបន្ទប់ដាក់កំណត់ត្រាចាស់ៗនោះឯងនឹងប្រើឲ្យជំនួយការរបស់នាងទៅរករកឯកសារដែលពួកគេត្រូវការក្រោយមកតួប្រុសក៏បានចូលមកដល់ដោយតួស្រីព្យាយាមនិយាយបង្វែងដានដែរក៏ប៉ុន្តែតួប្រុសនឹងហាក់បីដូចជាកត់សម្គាល់ថាមានអ្វីខុសពីធម្មតារួចតួស្រីក៏បានធ្វើជាដួលទៅតួប្រុសដែលធ្វើឲ្យសម្លៀកបំពាក់របស់តួប្រុសនឹងប្រឡាក់ជាមួយនឹងទឹកខ្មៅដែលនាងនិយាយបន្ថែមទៀតថានាងនឹងឃ្លានពេករហូតដល់វិលមកដូច្នេះហើយឲ្យនាងសុំទោសផងរួចតួប្រុសក៏បានឲ្យអាហារមួយនោះទៅតួស្រីនិងបន្តទៅផ្លាស់សម្លៀកបំពាក់របស់ខ្លួនក្រោយមកតួប្រុសរបស់យើងក៏បានយកពាក្យបណ្ដឹងទៅឲ្យតួស្រីដោយតួស្រីក៏បាននិយាយប្រឆាត់ប្រឆាំងទៅកាន់តួប្រុសវិញថាពាក្យបណ្ដឹងមួយនេះកេញទុកឲ្យគេអ្នកទៅសេអីចុះហេតុអីបានជាតួប្រុសទៅសេឲ្យគេអីអញ្ចឹងណារួចតួប្រុសក៏បាននិយាយបន្តទៀតថាដោយសារតែគេនឹងឃើញតួស្រីខ្ជិលពេកដូច្នេះហើយគេក៏បានសរសេរឲ្យនាងតែម្ដងទៅលើបែបនេះតួស្រីគេចាប់ផ្ដើមចេញទ្រឹស្ដីបដៅតួប្រុសវិញម្ដងដោយតួប្រុសគេនិយាយថាមើងម៉ាត់ថាគេធ្វើរឿងនេះតែម្ដងឡើយគ្មានលើកទី2នោះទេរួចតួស្រីក៏បានសួរអំពីការងាររបស់តួប្រុសថានៅទីនេះវាពិបាកខ្លាំងណាស់ត្រូវស៊ើបរឿងក្តីយ៉ាងច្រើនម្យ៉ាងវិញទៀតក៏គ្មានប្រាក់ខែពោះអីនោះទេហេតុអ្វីបានជាតួប្រុសនឹងចង់ធ្វើការនៅទីនេះដោយតួប្រុសគេឆ្លើយវិញយ៉ាងអង្អាចថាដោយសារតែគេនឹងចង់បំបែករឿងក្តីទាំងឡាយព្រមទាំងផ្ដល់ភាពយុត្តិធម៌ឲ្យជនរងគ្រោះដូច្នេះហើយមិនថាគេធ្វើការនៅកន្លែងណាទេគឺវាដូចតែគ្នាអញ្ចឹងលើបែបនេះនាងក៏បានសរសើរទៅកាន់គេដោយបង្អាប់ខ្លួនឯងថាមិនដូចជានាងទេរាល់ថ្ងៃពិតជាខ្ជិលខ្លាំងណាស់ក្រៅពីការញ៉ាំស៊ីផឹកសប្បាយរយប់នាងនៅធ្វើឲ្យមនុស្សនៅក្នុងឆាងអានេះខ្លាចនាងទៀតផងដោយមានអ្នកខ្លះលួចខ្សឹបដាក់បណ្ដាសានាងពីក្រៅខ្នងទៀតរួចតួប្រុសក៏បាននិយាយអំពីលក្ខណៈទូទៅរបស់មនុស្សដោយឃើញតួស្រីស្ងាត់ពេកគេក៏បានងាកមកកាន់តួស្រីក៏ប៉ុន្តែតួស្រីបានកេងលោកបាត់ទៅហើយឃើញថ្ងៃចាំចំមុខរបស់តួស្រីអញ្ចឹងគេក៏បានឈើទៅបាំងឲ្យបន្តិចសាច់រឿងក៏បានបង្ហាញអំពីសុបិនតួស្រីដែលកាលពីនាងនៅតូចនៅទីក្រុងឆាងអានេះបានជួយជាមួយនឹងគ្រោះថ្នាក់ដ៏ធំដែលបណ្ដារាជធានីទាំងមូលត្រូវបានឆាបឆេះចំណែកឯតួស្រីរបស់យើងនាងក៏ស្ទើរតែបាត់បង់ជីវិតដូចគ្នារំពេចនោះនាងក៏បានជួយជាមួយនឹងបិសាចឆ្មាដែលគាត់បានសួរអំពីដំណើរដើមតឹងនៃនាងមកទីនេះហើយក៏បានបន្ថែមទៀតថាបន្តិចទៀតនាងក៏ជាស្លាប់ជាមិនខានទេនឹងទុកឲ្យគាត់គឺជាអ្នកជួយសង្គ្រោះនាងវិញក៏ប៉ុន្តែនាងត្រូវយកសិទ្ធិសេរីភាពរបស់នាងជាមួយតម្លៃមួយចំនួនដើម្បីដោះដូររួចតួស្រីនាងក៏បានភ្ញាក់អំពីរំនែករបស់នាងអ្វីដែលធ្វើឲ្យនាងកាន់តែភ្ញាក់ផ្អើលនោះគឺតួប្រុសរបស់យើងបានយកសភៅយ៉ាងច្រើនមកបាំងថ្ងៃឲ្យនាងរួចជំនួយការរបស់នាងក៏បានចូលមកដល់គេបានរកឃើញអំពីសាវតារបស់បិសាចកាជាវនោះហើយកាលពី2ថ្ងៃមុនតួស្រីបានប្រយុទ្ធជាមួយនឹងបិសាចម្នាក់ហើយក៏ត្រូវបានបញ្ជូនមកកាន់ទីនេះដោយនារីម្នាក់នោះគឺជាអ្នករំក្នុងផ្ទះសៀនស៊ីហើយនាងក៏មានមិត្តភ័ក្តិល្អរបស់នាងម្នាក់ទៀតដែលមានឈ្មោះថាស៊ីលាវនៅក្នុងពេលថ្មីនេះគេបានទៅរំឲ្យកន្លែងរបស់តួស្រីទៀតផងលើដំណឹងបែបនេះតួស្រីក៏បាននឹកឃើញនាងភ្លាមនិងបបួលឲ្យជំនួយការរបស់ខ្លួននឹងទៅកាន់ផ្ទះសៀនស៊ីនៅក្នុងពេលឥឡូវនេះតែក៏ត្រូវបានតួប្រុសនឹងស្ដាប់លើបន្តិចរួចគេក៏បានគោះទ្វារធ្វើឲ្យជំនួយការរបស់តួស្រីបញ្ញាប្រែកាយទៅជាសភៅភ្លាមបន្ទាប់ពីបានរើសសភៅឲ្យតួស្រីរួចគេក៏បានសួរអំពីផ្ទះសៀនស៊ីថាតើនាងនិយាយជាមួយពីណាអីអញ្ចឹងណាតែតួស្រីបែរជានិយាយថាដោយសារតែគេនឹងនឹកគាត់ទៅវិញរួចក៏បាននិយាយអំពីផ្ទះសៀនស៊ីថាកាលពីយប់មិញហ្នឹងនាងខកខានបានមើលគេរំអីអញ្ចឹងណាដោយអត្តន័យរបស់តួស្រីចង់បបួលតួប្រុសទៅក៏ប៉ុន្តែនាងបែរជានិយាយថាមិនចង់រំខានតួប្រុសទៅវិញដោយតួប្រុសរបស់យើងគេអត់និយាយច្រើនទេគឺគេចង់ទៅជាមួយនឹងតួស្រីយកតែម្ដងដែលធ្វើឲ្យតួស្រីយើងពេលនេះញញឹមក៏លែងសមដែរក្រោយពេលដែលនាងបើចាក់ចេញទៅលោកម្ចាស់ស៊ីក៏បានសួរទៅកាន់តួស្រីម្ដងហើយម្ដងទៀតដែលធ្វើឲ្យតួស្រីនឹងមានអារម្មណ៍ធុញទ្រាន់យ៉ាងខ្លាំងក្រោយមកនាងក៏បានសួរទៅមេជូថាគេទៅណាអីអញ្ចឹងណាដោយតួប្រុសគេនិយាយថាទៅរទេះសេះរបស់គេក៏ប៉ុន្តែតួស្រីព្យាយាមមើលរទេះសេះរបស់គេខ្លាំងមែនទែននឹងបានសួរថាតើឯណារទេះសេះរបស់គេតើវានៅត្រង់នោះមែនអត់ហើយមើល
តែរទេះសេះរបស់តួប្រុសមានសភាពយ៉ាប់យ៉ឺនខ្លាំងមែនទែនម្យ៉ាងវិញទៀតវាមិនមែនជាសត្វសេះអ្នកអស់ទេណាវាគឺជាសត្វលាអ្នកអស់ទៅវិញឃើញបែបនេះធ្វើឲ្យអ្នកគ្រប់គ្នាដូចជាសោកចំអកដាក់តួប្រុសបន្តិចអ៊ូចិននាងបានឲ្យតួប្រុសនឹងជារទេះសេះទៅជាមួយនាងទៅក៏ប៉ុន្តែគាត់នៅតែមិនព្រមទៅរួចអាហួរដែលជាអ្នកបម្រើរបស់តួប្រុសក៏ចាប់ផ្ដើមម្យ៉ាងម្ចាស់របស់ខ្លួនបំរុងនឹងឡើងលើរទេះរបស់គេទៅហើយនឹងស្រាប់តែតួស្រីបានយកដាវទៅវាយលាមួយនោះឲ្យបោទៅបានធ្វើឲ្យតួប្រុសពេលនេះគេអត់អីជិះតែម្ដងរួចគេក៏បានសម្រេចចិត្តថានឹងទៅជាមួយនឹងតួស្រីនៅតាមផ្លូវមនុស្សម្នាពិតជាមើលគេខ្លាំងមែនតើដោយនិយាយថាឥឡូវនេះតួស្រីបានគូស្នេហ៍ថ្មីហើយដែលជាតួប្រុសរបស់យើងអីអញ្ចឹងណាពាក្យសម្ដីអស់ទាំងនេះបានធ្វើឲ្យតួប្រុសរបស់យើងនឹងអៀនខ្លាំងមែនតើរួចក៏បានយកសំណេរដែលគេចងដុំនៅចិត្តនោះយកមកមើលតែតួស្រីបែរជានិយាយថាវាគឺជារឿងនិទានភាគដែលតាក់ទងជាមួយនឹងស្នេហាទៅវិញដែលធ្វើឲ្យតួប្រុសពេលនេះសំបីតែមើលក៏គេអត់ហ៊ានមើលដែរស្អីរឿងក៏បានបង្ហាញអំពីផ្ទះអ្នករំវិញម្ដងដល់ពេលនេះស៊ីលីវកំពុងតែស្វែងរកកវលម្ខាងទៀតនិងសុំកុំឲ្យកវលម្ខាងនោះចាក់ចេញពីគេអីបន្តិចក្រោយមកនាងក៏ចាប់ផ្ដើមប្រែរូបរាងបិសាចដល់កំណាចរួចអ្នករំផ្សេងទៀតក៏បានចូលមកនិងសួរថាហេតុអ្វីបានជានាងអត់ទៅវឹកហាត់រំអីអញ្ចឹងណាស៊ីលីវនាងបាននិយាយថាខ្លួនឯងនឹងមិនស្រួលខ្លួនដោយមានភ្ញៀវនៅខាងក្រោមរោងចាំស៊ីលីវក៏បានទៅជាមួយនឹងអ្នករំម្នាក់ទៀតសាច់រឿងក៏បានបង្ហាញអំពីតួស្រីជាមួយនឹងតួប្រុសដែលមកដល់ទីនេះវិញម្ដងដោយកវលម្ខាងទៀតនៅក្នុងថង់របស់តួស្រីគេពិតជាអន្ទះសាខ្លាំងមែនទែនតែតួស្រីប្រាប់ទៅកាន់គេថាកុំឲ្យបារម្ភអីពាក្យសម្ដីសັບៗរបស់នាងក៏ត្រូវបានលើកដល់តួប្រុសដូចគ្នារួចគេក៏ចាប់ផ្ដើមសួរទៅកាន់តួស្រីក៏ប៉ុន្តែតួស្រីគេបែរទៅនិយាយអីផ្សេងទៅវិញរួចនាងក៏បានណែនាំតួប្រុសទៅកាន់អ្នកទទួលភ្ញៀវអស់ទាំងនោះនិងឲ្យគេនឹងស្វាគមន៍ទៅកាន់តួប្រុសផងតួប្រុសគេក៏ត្រូវទប់ទល់ជាមួយនឹងអ្នកបម្រើភ្ញៀវអស់ទាំងនោះចំណែកឯតួស្រីមានឱកាសហើយពេលនេះនាងក៏បានចូលទៅខាងក្នុងដោយនៅខាងក្នុងអានេះវិញយើងឃើញថាអ្នកប្រុសអ៊ីក៏នៅទីនោះដូចគ្នាក្រោយពេលដែលឃើញតួស្រីកំពុងតែឈើបាំងគេក៏ចាប់ផ្ដើមទៅដេញតួស្រីថាកុំឲ្យឈើញ៉ៃញ៉ៃនៅទីនេះអីចឹងណាក្រោយពេលដែលតួស្រីងាកមកធ្វើឲ្យគេនឹងភ័យតែម្ដងរួចក៏បាននិយាយថាកុំឲ្យនាងបង្កបញ្ហានៅទីនេះអីដោយតួស្រីនាងអខ្វល់ជាមួយនឹងសម្ដីរបស់អ្នកប្រុសអ៊ីឡើយអ្វីដែលនាងគិតនោះគឺត្រូវរកអ្នករំម្នាក់នោះក្រោយមកអ្នករំម្នាក់នោះក៏បានចេញមកមែនក្រោយពេលដែលឃើញថង់យេមដែលនៅនឹងដៃរបស់តួស្រីធ្វើឲ្យនាងដឹងយ៉ាងច្បាស់ថាវាគឺជាកវលម្ខាងទៀតរួចនាងក៏បានព្យាយាមចូលទៅជិតតួស្រីតែក៏ត្រូវបានអ្នកប្រុសអ៊ីនឹងចាប់នាងយកមកអោបជាប់ដោយនិយាយថានាងគឺជាមនុស្សថ្មីរបស់គេនិងកុំឲ្យតួស្រីនឹងសោកស្ដាយអីវាហូរពេលហើយតែតួស្រីអាចបានគិតអំពីសម្ដីអត់ប្រយោជន៍របស់គេឡើយរួចក៏បានបន្តធាក់គេមួយជើងទៀតដោយស៊ីលាវនាងក៏បានហក់ទៅដណ្ដើមថង់យេរបស់តួស្រីតែក៏ត្រូវបាននាងនឹងបោះទៅឲ្យជំនួយការរបស់នាងបានហើយស៊ីលាវក៏បានរត់ទៅតាមថង់យេមួយនោះដោយឃើញគ្មានអ្នកណាខ្វល់ពីគេអញ្ចឹងធ្វើឲ្យអ្នកប្រុសអ៊ីគេខឹងខ្លាំងមែនទែនរំពេចនោះតួប្រុសក៏បានចូលមកដល់ដោយព្យាយាមរកមើលអ្វីម្យ៉ាងអីអញ្ចឹងណាអ្នកប្រុសអ៊ីពេលនេះគេចាប់ផ្ដើមទៅបញ្ចេញកំហឹងជាមួយនឹងតួប្រុសតែតួប្រុសក៏ឲ្យគេឈប់មាត់សិនពីព្រោះតែនៅទីនេះហាក់បីដូចជាមានសម្លេងចម្លែកសាច់រឿងក៏បានបង្ហាញអំពីក្រុមរបស់តួស្រីវិញម្ដងដោយពេលនេះជំនួយការរបស់នាងក៏ចាប់ផ្ដើមដកយកវិញ្ញាណកវលដែលនៅក្នុងខ្លួនរបស់អ្នករមចេញមកក្រៅប៉ុន្តែវិញ្ញាណកវលមួយនោះគឺបាត់បង់ម្ចាស់កាយដោយសំបីតាគូរបស់ខ្លួនក៏នាងអត់ស្គាល់ដែរនឹងបានវាយគេឲ្យរបួសថែមទៀតផងក្រោយមកនៅក្នុងផ្ទះរមទាំងមូលក៏ពោពេញទៅដោយសត្វតាជាវដែលតួប្រុសបានដឹងកាន់តែច្បាស់ថាវាមិនមែនជាកាជិវពិតប្រាកដនោះទេវាគ្រាន់តែជាមន្តអាគមរបស់បិសាចតែប៉ុណ្ណោះនៅខាងតួស្រីឯនេះវិញវាដល់ពេលវេលាយប់ល្មមដែលធ្វើឲ្យតួស្រីអាចប្រែកាឡាទៅជាសត្វឆ្មាដើម្បីចាត់ការបិសាចតាជាវមួយនោះក្រោយពីនាងបានចាប់ហ្វូស៊ីរួចហើយដៃគូរបស់នាងក៏បានសម្វល់ទៅកាន់បិសាចឆ្មាថាកុំឲ្យនាងនឹងសម្លាប់ហ្វូស៊ីអីក៏ប៉ុន្តែបិសាចឆ្មាគឺនាងមិនបានមានចិត្តចង់សម្លាប់ហ្វូស៊ីឡើយរំពេចនោះហ្វូស៊ីមិនអាចគ្រប់គ្រងកម្លាំងរបស់ខ្លួនឯងបានឡើយដែលធ្វើឲ្យវានឹងអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃបានអ្វីដែលសំខាន់ណាស់កម្លាំងមួយនេះក៏ត្រូវបានដឹងដល់តួប្រុសដូចគ្នាគេក៏បានប្រើយន្តរបស់គេនឹងដើម្បីកម្ចាត់ធម្មពលកាជិវដែលនៅខាងក្រៅហើយវាក៏ត្រូវបានទៅដល់ហ្វូស៊ីដូចគ្នាធ្វើឲ្យនាងនឹងប្រែក្លាយទៅជាកវលមួយរំពេញតួស្រីជាមួយនឹងគ្នារបស់នាងពិតជាឆ្ងល់ខ្លាំងមែនទែនថាអ្នកណាអាចប្រើយន្តកម្ចាត់បិសាចមួយនេះរួចតួប្រុសក៏បានចេញមកក្រៅអាហួរក៏នៅឃើញតួប្រុសហើយគេចាប់ផ្ដើមមកសួរថាតើលោកម្ចាស់របស់គេនឹងមានត្រូវកន្លែងណាដែរឬក៏អត់គេបារម្ភខ្លាំងអីអញ្ចឹងណាខណៈពេលនោះកូនឆ្មាក៏បានលោតចុះពីខាងក្រោមដែលធ្វើឲ្យហួរនឹងគេបញ្ញាដេញឆ្មានោះចេញទៅដោយសារតែលោកម្ចាស់របស់គេនឹងអត់ចូលចិត្តឆ្មាមួយនេះឡើយតែក៏ត្រូវបានជំនួយការរបស់តួស្រីមកខាន់រួចកងសន្តិសុខក៏បានចូលមកដល់ល្មមដោយគេឮថាទីនេះមានវងរបស់សាច់កាជិវដោយតួប្រុសគេបានបញ្ជាក់ថាតួស្រីនឹងប្រហែលជានៅខាងក្នុងតែក៏ត្រូវបានចំណិតរបស់តួស្រីនឹងប្រាប់មកវិញថាពេលនេះអ៊ូចិននាងបានត្រឡប់ទៅផ្ទះយូរណាស់មកហើយគេក៏សុំទៅសម្រាប់ដូចគ្នាតួប្រុសគេឆ្ងល់ខ្លាំងមែនទែនថាតើគាត់គឺជាអ្នកណាដោយប្រធានក្រុមសន្តិសុខគេបានបញ្ជាក់ថាគាត់មានឈ្មោះថាស៊ូគឺជាមិត្តភក្តិរបស់តួស្រីហើយគាត់ក៏បើកសភៅនៅទីនេះផងដែរសាច់រឿងក៏បានបង្ហាញអំពីទីក្រុងបិសាចវិញម្ដងដោយពេលនេះជំនួយការរបស់តួស្រីក៏បានយកនំទៅឲ្យតួស្រីដោយនិយាយឲ្យតួស្រីនឹងស្ងប់ចិត្តបន្តិចទៀតកវលមកខាងនោះនឹងជាសះស្បើយចេញមិនខានឡើយតែអ្នកដែលអន្ទះសាខ្លាំងគឺជាកវលខាងប្រុសបន្តិចក្រោយមកកវលខាងស្រីក៏បានប្រែទៅជារូបរាងមនុស្សហើយគេពិតជាខឹងជាមួយនឹងកវលខាងប្រុសយ៉ាងខ្លាំងដែលធ្វើឲ្យកវលខាងប្រុសគេចាប់ផ្ដើមលួងលោមហើយសុំអភ័យទោសទៅកាន់នាងអីអញ្ចឹងទៅតែនាងនៅតែខឹងដដែលក្រោយមកកវលខាងប្រុសក៏បានឲ្យតួស្រីជួយនិយាយគាត់ផងរួចតួស្រីក៏ចាប់ផ្ដើមនិយាយបញ្យល់ពីបិមាតដែលធ្វើឲ្យកវលខាងស្រីគេក៏ចាប់ផ្ដើមចេញវិចារមកថាគេពិតជាខឹង
ជាមួយនឹងកវលខាងប្រុសយ៉ាងខ្លាំងដែលតបគេចោលរួចនាងក៏បាននិយាយបន្ថែមទៀតឲ្យអ្នកទាំងពីរនឹងស្រស់ស្រួលគ្នាពីព្រោះតែវាសនារបស់ពួកគេទាំងពីរគឺស្ថិតនៅក្នុងដៃរបស់គេឯងអញ្ចឹងហើយគួរតែប្រើប្រាស់ពេលវេលាមួយនេះឲ្យល្អបំផុតនឹងបានឲ្យអ្នកទាំងពីររស់នៅក្រោមការគ្រប់គ្រងរបស់នាងនៅក្នុងពិភពមួយនេះផងដែរនោះគេនឹងអាចធ្វើតាមអ្វីដែលគេត្រូវការនៅក្នុងទីនេះដែលគ្មានការគៀបសង្កត់ពីអ្នកណាទាំងអស់ក្រោយមកអ្នកទាំងពីរក៏បានអរគុណទៅកាន់តួស្រីដែលហ្វូស៊ីនាងបានប្រាប់អំពីរឿងចម្លែកមួយកើតឡើងនៅឆាងអានអំឡុងពេលដែលគេនឹងកំពុងតែតាមរកដៃគូភ្លាមនោះនាងត្រូវបានគេនាំទៅកន្លែងដែលលក់គ្រឿងអលង្ការជាច្រើនដែលពេលដែលនាងទៅដល់នាងមានអារម្មណ៍ថាមានចំហាអាក្រក់មួយធ្វើឲ្យនាងនឹងបាត់បង់ការគ្រប់គ្រងរបស់ខ្លួនឯងដែលនាងនៅចាំថាចំហាអាក្រក់មួយនោះគឺបានអំពីថ្មម្ដុំដែលមានពណ៌ក្រហមរួចជំនួយការរបស់តួស្រីបានគិតថាប្រហែលជាវានឹងគឺជាឆ្អឹងបុរាណឯងដោយតួស្រីឆ្ងល់មែនតើថាអ្វីទៅគឺជាឆ្អឹងបុរាណក្រោយមកគេក៏បានបញ្យល់ថាឆ្អឹងបុរាណមួយនោះជារឿយៗអាចផ្លាស់ប្ដូរអំពីអរិយាប័ត្ររបស់បិសាចបានមិនត្រឹមតែបិសាចប៉ុណ្ណោះទេសូម្បីតែមនុស្សក៏ងាយនៅក្នុងការបង្វក់របស់វាដែរដោយតួស្រីនាងបានគិតថាយើងត្រូវតែរកឆ្អឹងមួយនោះឲ្យឃើញសាច់រឿងក៏បានបង្ហាញអំពីតួប្រុសដែលពេលនេះគេបានត្រឡប់មកផ្ទះរបស់គេហើយនឹងបានគោរពទៅកាន់វិញ្ញាណក្ខន្ធរបស់ឪពុកម្ដាយគេដោយតួប្រុសបានរំលឹកអំពីរឿងកាលពី18ឆ្នាំមុនដែលឪពុករបស់គេនឹងបានឲ្យគេរងចាំប៉ុន្តែគាត់បានត្រឡប់មកវិញទេចំណែកឯម្ដាយរបស់គេវិញក៏អញ្ចឹងដូចគ្នាគាត់ត្រូវបានស្លាប់នៅក្នុងឧបទ្ទវហេតុភ្លើងឆេះដោយរឿងមួយនោះគេជឿជាក់ថាមិនមែនកើតឡើងដោយឯងនោះទេគឺប្រកាសជាបង្កឡើងដោយពួកអរិយជាមិនខានឡើយហើយឥឡូវនេះគេបានធ្វើការនៅសំណាក់ស៊ើបក្តីហើយគេក៏មានឈ្មោះជាកូនសិស្សរបស់សំណាក់ឆាងស៊ីផងដែរគេមកទីនេះគឺដើម្បីស្វែងរកការពិតជាមួយនឹងការសងសឹកឲ្យអ្នកទាំងអស់គ្នាទំនាក់ទំនងអំពីដំណឹងរបស់តួប្រុសជាមួយនឹងតួស្រីក៏បានលើកដល់រាជវាំងបន្ទាប់ពីព្រះមហាសីបានឃើញមុខតួប្រុសគេពេញចិត្តជាមួយនឹងតួប្រុសយ៉ាងខ្លាំងតែនៅពេលដែលទ្រង់ដឹងថាតួប្រុសធ្វើការនៅសំណាក់ស៊ើបក្តីវាធ្វើឲ្យទ្រង់នឹងប្រែទៅជាមិនពេញចិត្តទៅវិញនឹងចង់ដាក់ទោសទៅកាន់គ្រួសាររបស់គេថែមទៀតផងសាច់រឿងក៏បានបង្ហាញអំពីហ៊ូជូដែលជាចំណិតរបស់តួស្រីគេមកនេះគឺរាយការណ៍អំពីរឿងរ៉ាវដែលបានកើតឡើងកាលពីយប់មិញហ្នឹងត្រូវបានដោះស្រាយរួចរាល់អស់ហើយសូម្បីតែលោកម្ចាស់ស៊ូដែលនៅសំណាក់ស៊ើបក្តីក៏គាត់ឈប់ស៊ើបផងដែររួចនាងក៏បានរាយការណ៍អំពីដំណឹងអាក្រក់វិញម្ដងដែលពេលនេះបងស្រីរបស់នាងបានចាត់ឲ្យគេនឹងទៅកាន់គ្រួសារមីហើយនាងក៏មិនដឹងថាមានរឿងអ្វីកើតឡើងដែរដឹងដំណឹងបែបនេះតួស្រីគេបញ្ញាបញ្ញាទៅកាន់សំណាក់យុតិធម៌ភ្លាមនឹងបានបង្ករឿងវាយទីនោះឡើងខ្ទេចខ្ទីអស់លេងបន្ទាប់ពីតួប្រុសបានដឹងដំណឹងគេក៏បញ្ញាធ្វើដំណើរទៅកាន់សំណាក់យុតិធម៌ដោយសួរទៅកាន់តួស្រីថាហេតុអ្វីបានជានាងធ្វើបែបនេះអីចឹងណារួចតួស្រីនាងក៏បាននិយាយតបទៅវិញអំពីទឹកចិត្តរបស់គេដែលមានចំពោះតួប្រុសតែក៏ត្រូវបានតួប្រុសនឹងមិនអើពើជាមួយនឹងនាងដូច្នេះថ្ងៃនេះនាងមកប្រកាសដើម្បីផ្ដាច់ទំនាក់ទំនងជាមួយនឹងតួប្រុសហើយក្រោយពេលដែលនាងទៅបាត់អាហួរក៏ចាប់ផ្ដើមបន្ទោសទៅកាន់នាងថានាងនឹងបង្កបញ្ហាឲ្យម្ចាស់របស់ខ្លួនអីចឹងណាតែតួប្រុសបែរជានិយាយថាប្រហែលជាប៉នាងនឹងគ្រាន់តែចង់លេងសើចជាមួយនឹងមនុស្សតែប៉ុណ្ណោះម្យ៉ាងវិញទៀតវាក៏ជាការល្អដែរដែលពួកយើងនៅឆ្ងាយពីគ្នាសាច់រឿងក៏បានបង្ហាញអំពីរទេះសេះរបស់តួស្រីវិញម្ដងដោយពេលនេះចំណិតរបស់នាងក៏បានសួរអំពីបញ្ហាដែលនាងដោះស្រាយបែបនេះតែតួស្រីបាននិយាយថាវាគឺជាដំណោះស្រាយដ៏ល្អបំផុតហើយបើមិនដូច្នេះទេគេខ្លាចតែបងស្រីរបស់គេនឹងបង្កបញ្ហាច្រើនជាមិនខានឡើយរំពេចនោះក៏មានរទេះសេះមួយទៀតមកបាំងរទេះរបស់នាងដែលតួស្រីនាងដឹងកាន់តែច្បាស់ថាអ្នកដែលហ៊ានរារាំងជាមួយនឹងនាងគឺមានតែម្នាក់ប៉ុណ្ណោះហើយពេលនេះនាងបានត្រឡប់មកវិញហើយដែលនារីម្នាក់នោះគឺជាកូនស្រីរបស់មន្ត្រីតកូលលាវក្រោយមកពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមបញ្ចេញអធិពលរៀងៗខ្លួនដែលខាងតួស្រីមានត្រឹមតែដបងទេតែខាងកញ្ញាលាវវិញគេប្រើសិតតាដែលលុះដល់ពេលយប់មីស៊ីក៏បានមករកតួប្រុសរបស់យើងដែលបាននិយាយអំពីពាក្យតិចាមរាមនៅពេញផ្លូវដោយតួប្រុសរបស់យើងនឹងបានបដិសេធជាមួយនឹងកញ្ញាអ៊ូចិនធ្វើឲ្យកញ្ញាអ៊ូចិនខឹងយ៉ាងខ្លាំងរួចក៏ប្រកាសផ្ដាច់ទំនាក់ទំនងជាមួយគេនឹងចាប់ពីពេលនេះតទៅក្រោយមកលីសឹងគេក៏បាននិយាយអំពីគូប្រកួតប្រជែងរបស់តួស្រីថាពេលនេះនាងត្រឡប់មកវិញហើយលើកបែបនេះហើយធ្វើឲ្យមីស៊ីគេរំភើបចិត្តយ៉ាងខ្លាំងពីព្រោះតែនារីម្នាក់នោះគឺជាគូដណ្ដឹងរបស់គេសាច់រឿងក៏បានបង្ហាញអំពីតួស្រីដែលកំពុងផឹកស្រានេះវិញបន្តិចក្រោយមកសពតមានពស់សមួយក្បាលលូនមកដល់ពេលនេះយើងបានយកកាន់តែច្បាស់ហើយពស់សម្នាក់នោះគឺជាអ្នកនាងលាវនេះឯងបន្ទាប់ពីនាងបានចូលវិហារបន់ស្រន់ឲ្យគ្រួសារលាវរួចហើយនាងមានអារម្មណ៍ធុញទ្រាន់ខ្លាំងមែនទែនហើយនាងក៏ខកខានមើលការសម្ដែងរបស់តួស្រីផងដែរដោយសួរទៅកាន់តួស្រីថាតើតួស្រីនឹងមានចិត្តទៅកាន់បរិសម្នាក់ដែលនៅក្នុងសំណាក់ស៊ើបក្តីនោះមែនទេបានជានាងនឹងសុកចិត្តប្រើកែឈ្មោះរបស់នាងដើម្បីការពារគាត់តែតួស្រីក៏បានដោះសារថាគេនឹងប្រើប្រាស់គាត់រួចហើយដូច្នេះហើយគេត្រូវតែតបស្នងឲ្យគាត់អញ្ចឹងហើយក្រោយមកកញ្ញាលាវក៏បាននិយាយអំពីអ្នកដែលប្រើប្រាស់មន្តអាគមទៅលើវងសក្កជាវកាលពីម្សិលមិញថាតើគេនឹងគឺជាមនុស្សវិមានឆាំងស៊ីមែនអត់អ្វីដែលចម្លែកអ្នកកំចាត់បិសាចនឹងត្រូវបានបាត់ខ្លួនជាយូរណាស់មកហើយមិនចម្លែកនោះទេដែលពួកគេព្យាយាមបណ្ដុះបណ្ដាលអ្នកថ្មីដើម្បីតចំនួនម្យ៉ាងវិញទៀតអាវុធកំចាត់បិសាចរបស់គេនោះពិតជាមានឥទ្ធិពលខ្លាំងណាស់ដែលអាចសម្លាប់បានបិសាចគ្រប់ប្រភេទនៅលើពិភពលោកមួយនេះហើយវាក៏ធ្លាប់បានធ្វើឲ្យអ្នកនាងលាវត្រូវរបួសផងដែរដែលធ្វើឲ្យនាងនឹងចងចាំមិនភ្លេចនោះទេហើយប្រសិនបើគេមកទីនេះពិតមែនសង្គ្រាមនៃការបង្ហូរឈាមរវាងបិសាចជាមួយនឹងអ្នកកំចាត់បិសាចប្រកាសជាកើតឡើងម្ដងទៀតជាមិនខានឡើយសាច់រឿងក៏បានបង្ហាញអំពីផ្ទះប្រជាជនម្នាក់ដែលមើលទៅហាក់បីដូចជាមានអ្នកណាម្នាក់កំពុងតែលើបចូលផ្ទះរបស់គេអញ្ចឹងធ្វើឲ្យគេនឹងបញ្ញាក្រោកឡើងដើម្បី
តែមើលថាតើអ្នកណាគេក្រោយមកគេក៏បានរកឃើញដុំថ្មពណ៌ក្រហមមួយដែលធ្វើឲ្យគេនឹងដូចជាសប្បាយចិត្តបន្តិចក្រោយពេលដែលគេងាកត្រឡប់មកវិញគេក៏បានឃើញគ្រឿងអលង្ការជាច្រើនហោះពីពេញមេឃធ្វើឲ្យគេនឹងភ័យយ៉ាងខ្លាំងលុះព្រឹកបន្ទាប់គេក៏បានបង្ហាញអំពីសំណាក់ស៊ើបក្តីឯនេះវិញលោកសួរពិតជាសប្បាយរីករាយខ្លាំងមែនទែនដែលត្រូវបានគេឧបត្ថម្ភឲ្យចុះចូលសំណាក់ស៊ើបក្តីទាំងមូលអីចឹងណាក្រោយមកក៏មានបរិះម្នាក់ទៀតមកប្តឹងដែលបរិះម្នាក់នោះត្រូវបានថ្មនោះឡើងកាលពីយប់មិញគេបានរៀបរាប់អំពីគ្រឿងអលង្ការហោះដែលមានខ្មោចធ្វើឲ្យគេនឹងវានឹងស្លាប់អីចឹងណាតែលោកសួរគេអត់ចាប់អារម្មណ៍ជាមួយនឹងករណីនេះឡើយដោយចោទទៅគាត់បន្ថែមទៀតថាគាត់នឹងពោលតែចង់ធ្វើទីផ្សារនៃគ្រឿងអលង្ការរបស់ខ្លួនបានជាខ្លាចបន្លំអំពីរឿងមួយនេះហើយប្រសិនបើគេនៅតែទទួលញុះញង់បែបនេះមិនឈប់ទៀតគេនឹងចាប់ខ្លួនគាត់ជាមិនខានឡើយលើបែបនេះធ្វើឲ្យបរិះម្នាក់នោះគេលែងហ៊ានប្តឹងបដ យសាច់រឿងក៏បានបង្ហាញអំពីតួស្រីមករឹសម្សៅជាមួយនឹងចំណិតរបស់ខ្លួននៅកន្លែងរបស់អ្នកនាងលាវដោយចំណិតរបស់អ្នកនាងលាវក៏បានណែនាំម្សៅមួយប្រភេទទៅកាន់អ្នកទាំងពីររួចចំណិតតួស្រីក៏បានយកម្សៅនោះមកហិនដែលធ្វើឲ្យនាងក្តាស់យ៉ាងខ្លាំងរហូតដល់បង្ហាញកន្ទុយរបស់នាងចេញមកធ្វើឲ្យគ្រប់គ្នាចាប់ផ្ដើមសើចចំអកទៅកាន់នាងក្រោយមកតួស្រីក៏បានផ្ដល់យោបល់ឲ្យគេនឹងបន្ថយក្លិនបន្តិចទៅពីព្រោះតែវាអាចងាយស្រួលក្នុងការប្រើប្រាស់អីចឹងណារួចអ្នកទាំងអស់គ្នាក៏បានបន្តទៅខាងលើទៀតដែលកំពុងនិយាយគ្នាសប្បាយរីករាយស្រាប់តែអ្នកប្រុសម៉ៃស៊ីបានចូលមកដល់ធ្វើឲ្យអ្នកនាងលាវប្រែទឹកមុខរួយរំពេញចំណែកឯអ្នកប្រុសម៉ៃស៊ីគេកំពុងតែរៀបរាប់អំពីភាពល្អប្រណិតនៅទីនេះថាវាគឺជាកន្លែងដែលលក់គ្រឿងកោបជាមួយនឹងការណាត់ជួបដ៏ល្បីបំផុតនៅក្នុងរាជធានីឆាងអាននេះក្រោយមកតួប្រុសក៏បានសម្លឹងទៅខាងលើដោយជួបជាមួយនឹងតួស្រីកោបភ្នែករបស់គេពិតជាសទន់ខ្លាំងមែនទែនបន្ទាប់ពីកំងតុករួចហើយម៉ៃស៊ីក៏បានងាកមករកតួប្រុសដោយឃើញអំពីតួស្រីគេដូចជាមិនសូវចាប់អារម្មណ៍ប្រហែលទេក្រោយមកគេក៏បានងាកទៅម្ខាងទៀតដោយឃើញជាមួយនឹងអ្នកនាងលាវពួកគេនឹងទេសាចង់ជួបនាងខ្លាំងមែនទែនរួចក៏បានដើរទៅខាងលើរកតួស្រីហើយព្យាយាមរកនាងថែមទៀតផងដោយអ្នកនាងលាវមើលទៅដូចជាធុញទ្រាន់ជាមួយនឹងគេខ្លាំងណាស់ដែលនាងព្យាយាមដើរកិច្ចមកពីគេយ៉ាងខ្លាំងក្រោយមកអ្នកប្រុសម៉ៃស៊ីក៏បានសួរទៅកាន់តួស្រីថាហេតុអ្វីបានជានាងមកទីនេះអីចឹងណារួចតួស្រីនាងក៏បានបកស្រាយថានាងគ្រាន់តែចង់យល់អំពីដៃគូប្រកួតប្រជែងរបស់នាងតែប៉ុណ្ណោះនឹងបានសួរទៅកាន់គេវិញថាអ្នកណាមានសារៈសំខាន់ជាងអីចឹងណាដោយអ្នកប្រុសម៉ៃស៊ីពេលនេះគេចាប់ផ្ដើមចូលទៅខាងតួស្រីហើយដោយនិយាយស្បត់ឲ្យតួស្រីទៀតថាគេនឹងពិតជាស្មោះត្រង់ជាមួយនឹងនាងខ្លាំងណាស់សាច់រឿងក៏បានបង្ហាញអំពីអ្នកប្រុសប៉ៃដែលកំពុងតែទិញគ្រឿងកោបវិញម្ដងដោយពេលនេះគាត់បានជួបជាមួយនឹងតួប្រុសរបស់យើងហើយគាត់នៅតែប្រើអរិយាប័ត្រមើងងាយទៅកាន់តួប្រុសរបស់យើងដដែលដោយតួប្រុសរបស់យើងមិនចាញ់ទេគេក៏បានដាក់ទៅកាន់អ្នកប្រុសប៉ៃវិញថាបើសិនបើអ្នកប្រុសប៉ៃមិនចាញ់ឈ្មោះរបស់គេទេមានន័យថាអ្នកប្រុសប៉ៃនឹងពិតជាល្ងងពេកហើយដោយអ្នកប្រុសប៉ៃគេកាន់តែខឹងតួប្រុសរបស់យើងថ្លានទ្វេដងនឹងបាននិយាយប្រមាថទៅកាន់តួប្រុសរបស់យើងបន្ថែមទៀតថាតួស្រីបោះបង់គេចោលអីអញ្ចឹងណាហើយថាគេនឹងមកទីនេះដើម្បីទិញគ្រឿងកោបនឹងទៅលួងតួស្រីថែមទៀតផងខណៈពេលនោះក៏មានអ្នកណាម្នាក់ចេះស្រាមកលើក្បាលរបស់គេដែលធ្វើឲ្យគេនឹងខឹងយ៉ាងខ្លាំងបន្ទាប់ពីគេបានសម្លឹងទៅខាងលើទៅគេដឹងថាអ្នកដែលចេះស្រាមកលើគេនោះគឺជាតួស្រីរបស់យើងនឹងឯងហើយពេលដែលអ្នកប្រុសប៉ៃឃើញតួស្រីគេក៏ចាប់ផ្ដើមសួរទៅកាន់នាងថាតើនាងនឹងកំពុងធ្វើអ្វីទៅតួស្រីរបស់យើងនឹងប៉ិនខ្លាំងមែនតើនាងបាននិយាយថាដោយសារតែនាងនឹងគាត់ខ្លាំងពេកហើយចង់បបួលគាត់មកសាកគ្រឿងកោបនៅទីនេះហើយរបៀបនេះគឺជាការហៅរបស់នាងពីព្រោះតែចង់ឲ្យគាត់នឹងដឹងអំពីវត្តមានរបស់នាងភ្លាមអ្នកប្រុសប៉ៃគេខឹងជាមួយនឹងតួស្រីខ្លាំងមែនតើរួចក៏បាននិយាយទៅវិញថាតួស្រីធ្វើបែបនេះគឺដោយសារតែបរិះម្នាក់នេះមែនអត់តែតួស្រីនាងក៏បានឆ្លើយថាអត់ទេគេធ្វើបែបនេះចង់ឲ្យអ្នកប្រុសប៉ៃនឹងអាម៉ាស់មកនៅទីនេះដោយដំបងអ្នកប្រុសប៉ៃតែងតែចាប់ទុកខ្លួនឯងគឺជាអ្នកប្រាជ្ញក៏ប៉ុន្តែគេមានកង្វះខាតច្រើនណាស់ដែលតែងតែប្រើឈ្មោះរបស់គ្រួសារគេនឹងដើម្បីតាក់ទងជាមួយនឹងស្រីឮពាក្យប្រមាថបែបនេះហើយធ្វើឲ្យអ្នកប្រុសប៉ៃនឹងគេខឹងជាមួយនឹងតួស្រីយ៉ាងខ្លាំងដោយតួស្រីនាងអត់ទាន់ឈប់ប៉ុណ្ណឹងឡើយនាងក៏បាននិយាយអំពីកំហុសខុសឆ្គងដែលគេនឹងខុសហើយអត់ចេះកែបើសិនបើគេនៅតែបែបនេះទៀតនាងនឹងមើងងាយគេរហូតអស់មួយជីវិតអ្នកប្រុសប៉ៃពិតជាខឹងជាមួយនឹងតួស្រីខ្លាំងមែនតើប៉ុន្តែគេក៏មិនអាចធ្វើអ្វីបានលើសពីនេះដែរក្រោយមកតួស្រីក៏បាននិយាយឲ្យម្ចាស់ហាងនឹងរៀបចំអីវ៉ាន់ដែលអ្នកប្រុសប៉ៃទិញនឹងគិតប្រាប់ពីលើនាងពីព្រោះតែពេលនេះគ្រួសាររបស់អ្នកប្រុសប៉ៃនឹងបានឈប់ផ្ដល់ប្រាក់ឲ្យអ្នកប្រុសប៉ៃចាយហើយអញ្ចឹងគាត់គ្មានលទ្ធភាពនៅក្នុងការទិញទំនិញទីនេះទេលើបែបនេះអ្នកប្រុសប៉ៃគេបានប្រកែកមកភ្លាមថាអ្នកណាត្រូវការប្រាក់របស់នាងគេអត់ចេះខ្វះប្រាក់ចាយទេតួស្រីគេបានដៃបដ យបាននិយាយថាអញ្ចឹងឲ្យគេចេញប្រាក់ដោយខ្លួនឯងទៅរួចក៏បានទម្លាក់របាំងរាំងថ្ងៃនឹងឈប់និយាយជាមួយគេបន្តទៀតឃើញសកម្មភាពរបស់តួស្រីបែបនេះហើយតួប្រុសរបស់យើងហាក់ដូចជាពេញចិត្តជាមួយនឹងdiaបន្តិចបន្ទាប់មកពួកគេក៏បានផឹកតែស្ដាប់ភ្លេងនៅខាងលើម៉ៃស៊ឺបាននិយាយរឿងរបស់តួស្រីនឹងទៅកាន់បងប្រុសរបស់គេថានាងពិតជាចូលចិត្តភ្លេងខ្លាំងណាស់ហើយមូលហេតុទាំងអស់នេះគឺវាបានមកពីឧបទ្ទវហេតុកាលពី18ឆ្នាំមុនដែលបណ្ដាលឲ្យភូមិទាំងមួយនឹងត្រូវបានឆាប់ឆេះដោយមិនដឹងមូលហេតុហើយគេក៏បានរកឃើញតួស្រីនឹងស្លាប់នៅក្នុងភ្លើងនោះផងដែរអស់រយៈពេល3ខែនាងនៅតែមិនដឹងខ្លួនទៅគ្រួសាររបស់នាងរៀបចំធ្វើពិធីបុណ្យសពរួចរាល់តែអ្វីដែលធ្វើឲ្យពួកគេកាន់តែភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺអ៊ូចិននាងបានដឹងខ្លួនឡើងវិញហើយចាប់ពីពេលនោះមកអាកប្បកិរិយារបស់នាងនឹងគឺបានផ្លាស់ប្ដូរទាំងស្រុងដោយនៅក្នុងគ្រួសារអូគ្មានអ្នកណាម្នាក់នឹងធ្វើឲ្យនាងតោះចិត្តឡើយមានតែបងស្រីរបស់គេម្នាក់ប៉ុណ្ណោះនៅក្នុងរាជធានីឆាងអានមួយនេះហ៊ានបង្រៀននិងណែនាំទៅកាន់នាងដោយនិយាយប្រមានទៅកាន់តួប្រុសរបស់យើងថាកុំធ្វើអ្វីឲ្យអ៊ូចិននាងតោះចិត្តឲ្យសោះបើមិនដូច
ដូចនេះទេគេនឹងមិនទទួលបានលទ្ធផលល្អនោះឡើយឬបែបនេះធ្វើឲ្យតួប្រុសដូចជាចាប់អារម្មណ៍ជាមួយនឹងតួស្រីដល់ហើយរួចមិនស៊ើបគេបាននិយាយបន្ថែមទៀតថាឪពុកម្ដាយរបស់គេនឹងចង់ចាប់តាំងឲ្យតួប្រុសទៅកាន់ពិធីជប់លៀងឡើងការតំណែងថ្មីរបស់លោកមន្ត្រីលាវដែលត្រូវប្រារព្ធឡើងនៅក្នុងពេលពីថ្ងៃនេះទៀតតែតួប្រុសគេបានបដិសេធពីព្រោះតែគេនឹងមានរឿងដែលសំខាន់ជាងនេះត្រូវធ្វើចំណែកឯខាងអ្នកនាងលាវជាមួយនឹងតួស្រីរបស់យើងឯនេះវិញគេកំពុងតែនិយាយគ្នាអំពីឥទ្ធិពលនៃថ្មឆ្អឹងបុរាណដែលតួស្រីនឹងកំពុងតែតាមរកខណៈពេលនោះជំនួយការរបស់តួស្រីក៏បានផ្ញើសម្បត្តិមកដោយនៅក្នុងសម្បត្តិបានដឹងអំពីដំណឹងនៃថ្មឆ្អឹងបុរាណហើយថាវាស្ថិតនៅក្នុងផ្ទះអ្នកលក់គ្រឿងអលង្ការមួយកន្លែងចំណែកឯខាងតួប្រុសឯនេះវិញក៏គេមានតម្រុយនៅក្នុងរឿងមួយនេះដែរដោយសារតែការពីព្រឹកមិញនឹងលោកម្ចាស់របស់គេមិនបានទទួលពាក្យបណ្ដឹងរបស់បរិះកម្មាប់មួយនោះទេដោយតួប្រុសគេក៏បានស្នើខ្លួនក្នុងការស៊ើបរឿងមួយនេះនឹងឲ្យបរិះម្នាក់នោះរៀបរាប់អំពីស្ថានភាពដែលគេបានជួបក្រោយមកគេក៏បាននិយាយថារៀងរាល់យប់គេតែងតែឮសំឡេងចេញពីបន្ទប់ដាក់គ្រឿងអលង្ការរបស់ពួកគេហើយពេលនោះសត្វតែមានខ្មោចចេញមកតែម្ដងបើទោះបីជាគេនឹងខំប្រឹងនិយាយទៅជាមួយអ្នកណាក៏ដោយក៏គ្មានអ្នកណាជឿគេឡើយលុះដល់វេលាពេលយប់គឺជាពេលដែលតួស្រីនឹងចាប់ផ្ដើមចេញរកស៊ីទៀតហើយគឺនាងបានលួចចូលក្នុងផ្ទះរបស់អ្នកលក់គ្រឿងអលង្ការដើម្បីស្វែងរកថ្មឆ្អឹងបុរាណមួយនោះដោយនាងមិនបានតម្រូវអំពីវាខណៈពេលនោះម្ចាស់លក់គ្រឿងអលង្ការក៏បាននាំតួប្រុសមកកាន់បន្ទប់គ្រឿងអលង្ការរបស់ខ្លួនដែលធ្វើឲ្យតួស្រីនឹងបញ្ញាបញ្ញាកិច្ចខ្លួនជាបន្ទាន់អំឡុងពេលដែលអ៊ូចិននាងបានរើខ្លួនតួប្រុសក៏បានដឹងអំពីវត្តមានអ្នកផ្សេងទៀតនៅទីនោះរួចគេក៏ចាប់ផ្ដើមដេញតាមតួស្រីពីមួយកន្លែងទៅមួយកន្លែងរហូតដល់តួស្រីនឹងនាងប្រែកាឡាធ្វើជាសត្វឆ្មាគ្រាន់តែពេលដែលតកែគ្រឿងអលង្ការនោះបើកទ្វារភ្លាមតួស្រីក៏បញ្ញាប់លោតចេញភ្លាមដែលធ្វើឲ្យតកែគ្រឿងអលង្ការនោះគេខ្លាចយ៉ាងខ្លាំងនិយាយថាបិសាចនឹងវាប្រហារមកលើគេហើយតួប្រុសលើអំពីសម្រែករបស់គាត់ក៏បញ្ញាប់មកមើលយ៉ាងលឿនតែអ្វីដែលគាត់បានឃើញនោះគឺត្រឹមតែរោមឆ្មាតែប៉ុណ្ណោះលើបែបនេះហើយតកែគ្រឿងអលង្ការក៏បានបញ្ញាប់ទៅមើលគ្រឿងអលង្ការដ៏មានតម្លៃរបស់ខ្លួននិងបានសួរទៅកាន់តួប្រុសថាតើគេនឹងមានប៉ះពាល់វាដែរឬទេប្រសិនបើវាខូចខាតគេខ្លាចទទួលប្រុសគ្មានប្រាក់សងអីអញ្ចឹងណារួចគាត់ក៏បានសួរទៅកាន់តកែហាងវិញថានៅទីនេះមានអ្វីដែលមានតម្លៃជាងគេនឹងងាយនឹងបាក់បែកអីអញ្ចឹងណារួចតកែហាងក៏បានចង្អុលទៅកាន់ចង្គៀងដែលអ្នកប្រុសប៉ៃនឹងបានឲ្យគាត់ជួសជុលថាវាគឺជាអំណោយដ៏មានតម្លៃដែលអ្នកប្រុសប៉ៃរៀបចំទៅកាន់លោកមន្ត្រីលាវសាច់រឿងក៏បានបង្ហាញអំពីតួស្រីដែលមកអាណាចក្របិសាចរបស់នាងវិញម្ដងរួចចំណិតរបស់នាងក៏ចាប់ផ្ដើមសួរដោយតួស្រីបាននិយាយថានាងមិនបានរកឃើញអំពីតម្រុយរបស់ថ្មឆ្អឹងនោះទេក៏ប៉ុន្តែអ្វីដែលសំខាន់គឺនាងបានជួបតួប្រុសនៅទីនោះដែលមើលទៅនាងហាក់បីដូចជាអស់កម្លាំងយ៉ាងខ្លាំងរួចចំណិតរបស់គេម្នាក់ទៀតក៏បានហុចថ្នាំពិសេសទៅឲ្យតួស្រីដែលនិយាយថាវាគឺជាថ្នាំថ្មីដែលអាចជួយឲ្យតួស្រីនឹងក្លាយទៅជាបិសាចពេញលេញដោយឥទ្ធិពលថ្នាំមួយនោះធ្វើឲ្យតួស្រីនឹងនាងដុសរោមនៅក្រជាវាធ្វើឲ្យនាងនឹងភ្ញាក់ផ្អើលខ្លាំងមែនទែនក្រោយមកនាងក៏បានត្រឡប់មកផ្ទះវិញដល់ឪពុករបស់នាងពេលនេះគេបានតែងខ្លួនធ្វើជាគ្រូកម្ចាត់បិសាចនិងបានបង្ហាញអំពីវិជ្ជាគុណរបស់គេអីអញ្ចឹងទៅក៏ប៉ុន្តែដោយសារតែគាត់ចាស់ដូច្នេះហើយគាត់ក៏ផ្លាត់ជើងដួលកប៉ាល់ប៉ាបនៅមុខតួស្រីរបស់យើងតែម្ដងធ្វើឲ្យតួស្រីនឹងនាងបានបន្តទៅកាន់ឪពុករបស់គេយ៉ាងខ្លាំងក្រោយមកឪពុករបស់នាងក៏បានលងលោមទៅកាន់នាងកុំឲ្យនាងនឹងខឹងជាមួយនឹងបងស្រីរបស់គេអីដោយសារតែបងស្រីរបស់នាងនឹងចង់ឲ្យនាងមានអនាគតល្អនិងមានស្មារតីដ៏ល្អម្នាក់តែប៉ុណ្ណោះក្រោយមកឪពុករបស់នាងក៏បានស្នើឲ្យតួស្រីនឹងទៅកាន់ពិធីជប់លៀងឡើងតំណែងថ្មីរបស់លោកមន្ត្រីលាវដោយយកអំណោយមកសោកប៉ាន់តួស្រីរបស់យើងថែមទៀតផងត្បូងតួស្រីរបស់យើងនេះអត់ចង់ទៅទេក្រោយពីទទួលការអង្វររបស់ឪពុកខ្លួនដដែលនាងក៏សម្រេចចិត្តថានឹងទៅជំនួសគាត់នៅព្រឹកបន្ទាប់អ្នកប្រុសប៉ៃក៏បានមកដល់កន្លែងគ្រឿងអលង្ការដែលគាត់មកនេះគឺដើម្បីយកចង្គៀងដែលគាត់ជួសជុលនឹងទៅចូលរួមនៅក្នុងកម្មវិធីក្រោយមកលោកតាកែក៏បានឲ្យគេនឹងយកចង្គៀងមកឲ្យគាត់មើលតែអ្វីដែលធ្វើឲ្យអ្នកប្រុសប៉ៃខ្ទាស់ចិត្តបន្តិចគឺចង្គៀងមួយនោះបាត់ត្បូងមួយឯងលោកតាកែឃើញបែបនេះហើយក៏បានសូមអភ័យទោសទៅកាន់អ្នកប្រុសប៉ៃនិងឲ្យអ្នកប្រុសប៉ៃនឹងរកត្បូងណាមួយនៅក្នុងហាងរបស់គេដើម្បីដាក់ជំនួសវិញក្រោយមកអ្នកប្រុសប៉ៃក៏បានប្រទះជាមួយនឹងថ្មត្បូងក្រហមមួយនិងបានសម្រេចចិត្តថាយកវានឹងទៅដាក់នៅលើចង្គៀងរបស់គាត់បន្ទាប់ពីអ្នកជួសជុលបានជួសជុលចង្គៀងមួយនោះរួចគេក៏បានសាកល្បងយកភ្លើងទៅដុតនៅក្នុងចង្គៀងខណៈពេលនោះចង្គៀងបានបំភ្លឺចេញស្រមោលនៃស្រីម្នាក់ដោយមើលទៅវាស្អាតខ្លាំងមែនទែនរួចអ្នកជួសជុលទាំងពីរក៏បានសរសើរទៅកាន់អ្នកប្រុសប៉ៃថាតើអ្នកប្រុសប៉ៃនឹងធ្វើបែបណាបានបង្ហាញអំពីរូបស្ត្រីម្នាក់នៅលើជញ្ជាំងបែបនេះដែលគេបាននិយាយបន្ថែមទៀតថាប្រសិនបើស្រីម្នាក់នេះអាចរាំបានណាវាកាន់តែអែមថែមទៀតហើយរំពេចនោះគេក៏បានឃើញស្រមោលដែលនៅលើជញ្ជាំងនោះមានចលនាដែលធ្វើឲ្យគេនឹងចាប់ផ្ដើមភ័យភិតយ៉ាងខ្លាំងនិងប្រាប់ទៅកាន់អ្នកជួសជុលម្នាក់ទៀតអំពីរឿងហេតុអស់ទាំងនេះក៏ប៉ុន្តែអ្នកជួសជុលម្នាក់ទៀតមើលទៅហាក់បីដូចជាធម្មតានឹងឲ្យគេបញ្ញាប់រៀបចំចង្គៀងមួយនេះទៅពីព្រោះតែវាគឺជាអំណោយដ៏សំខាន់សាច់រឿងក៏បានបង្ហាញអំពីពេលយប់នៃពិធីជប់លៀងវិញម្ដងដោយពេលនេះបងប្រុសរបស់តួប្រុសគេមកចាំតួប្រុសយ៉ាងយូរក្រោយពេលដែលឃើញគាត់គេក៏ចាប់ផ្ដើមចូលទៅដោយនិយាយអំពីរឿងរ៉ាវដែលគេបានលួចស្រឡាញ់ទៅកាន់កញ្ញាលាវនិងបានបកលអ្វីៗទាំងអស់ដែលគេមាននឹងទៅឲ្យកញ្ញាលាវក៏ប៉ុន្តែកញ្ញាលាវបែរជាឲ្យគេនឹងថយឆ្ងាយពីខ្លួន3 feet ទៅវិញមិនត្រឹមតែប៉ុណ្ណោះទេនាងព្រមទាំងប្រឡែងឆ្កែដេញខំគេថែមទៀតផងក្រោយមកអ្នកទាំងពីរក៏បានចុះពីលើរទេះលាវដ៏រោករ៉ារបស់តួប្រុសភ្ញៀវកិត្តិយសដែលជាមន្ត្រីទាំងអស់បានឃើញអំពីភាពរោករ៉ារបស់តួប្រុសហើយគេក៏ចាប់ផ្ដើមនិយាយផ្ចាញ់ផ្ចានថារទេះមួយនេះវាដូច
ដូចជារទេះសត្វឆ្កែអញ្ចឹងរួចក៏បានមើលងាយទៅកាន់តួប្រុសបន្ថែមទៀតខណៈពេលនោះរទេះសេះរបស់តួស្រីក៏បានដើរសម្ដៅយ៉ាងលឿនទៅកាន់អ្នកទាំងអស់គ្នាដែលធ្វើឲ្យពួកគេនឹងភ័យយ៉ាងខ្លាំងរួចក៏ដួលនៅមួយកន្លែងតែម្ដងបន្ទាប់ពីតួស្រីបានចុះមកខាងក្រោមគេក៏បាននិយាយផ្ដាយទៅកាន់មន្ត្រីអស់ទាំងនោះបន្តិចនិងបានសរសើរទៅកាន់រទេះសេះរបស់តួប្រុសថារទេះមួយនោះខ្ជូតគួរឲ្យស្រឡាញ់អីអញ្ចឹងណាដោយលោកមន្ត្រីទាំងអស់គ្មានអ្នកណាហ៊ានជាមួយនឹងតួស្រីឡើយបន្ទាប់ពីតួស្រីបានដើរទៅដល់មុខរបស់តួប្រុសហើយនាងក៏បាននិយាយបន្ថែមទៀតថាបើគេនៅទីនេះគ្មានអ្នកណាគេហ៊ានធ្វើបាបតួប្រុសនោះឡើយនៅពេលដែលពិធីជប់លៀងចាប់ផ្ដើមឡើងតួស្រីក៏បានបង្ហាញអំពីអំណោយរបស់ឪពុកខ្លួនរៀបចំមកនឹងទៅឲ្យលោកលាវអ្វីដែលសំខាន់នោះនៅក្នុងអំណោយក៏មានផ្ទាំងគំនូររបស់អ្នកនាងលាវមួយផងដែរដែលធ្វើឲ្យលោកលាវបានសួរបញ្ជាក់ទៅកាន់តួស្រីថានេះគឺជាអំណោយរបស់ឪពុកគេមែនអត់តួស្រីនាងអត់បានមើលទេចេះតែឆ្លើយថាមែនទៅបន្ទាប់ពីនាងបានឃើញហើយទើបនាងដឹងថាវាគឺជាអំណោយរបស់មេស៊ឺដែលបានដាក់បន្លំជាមួយអំណោយរបស់គ្រួសារនាងក្រោយមកអ្នកនាងលាវមិនចង់ឲ្យរឿងនេះវែងឆ្ងាយដូច្នេះហើយនាងក៏បាននិយាយថាគំនូរមួយនេះគឺតួស្រីរបស់យើងគឺជាអ្នកឲ្យនាងតែអ្នកប្រុសប៉ែក៏បាននិយាយថាអ្នកទាំងពីរមានការប្រកួតប្រជែងគ្នាដូច្នេះហើយមិនគួរជូនគំនូរបែបនេះអីអញ្ចឹងណាតួស្រីគេមិនសូវពេញចិត្តជាមួយនឹងអ្នកប្រុសប៉ែស្រាប់ផងរួចក៏បានឲ្យអ្នកបម្រើនឹងបត់ផ្ទាំងគំនូរនោះទុកវិញនិងបាននិយាយបន្ថែមទៀតថានាងគឺជាអ្នកឲ្យផ្ទាំងគំនូរមួយនេះទៅកាន់អ្នកនាងលាវក្រោយមកក៏ដល់វេនអំណោយរបស់តួប្រុសវិញម្ដងដោយវាគ្រាន់តែជាថ្នាំទឹកខ្មៅធម្មតាតែប៉ុណ្ណោះក៏ប៉ុន្តែបានធ្វើឲ្យលោកលាវនឹងពេញចិត្តយ៉ាងខ្លាំងនិងបានសរសើរទៅកាន់តួប្រុសថាតួប្រុសគឺជាយុវជនចំនួនក្រោយមានអនាគតភ្លឺស្វាងអីអញ្ចឹងទៅដោយពាក្យទាំងអស់នេះធ្វើឲ្យអ្នកប្រុសប៉ែគេអត់ពេញចិត្តនោះទេនិងបាននិយាយចំអកទៅកាន់តួប្រុសបន្ថែមទៀតតែតួប្រុសគេមានតែអន់ឯណាដូចក៏បានដាស់តឿនអ្នកប្រុសប៉ែអំពីពាក្យសម្ដីរបស់តួស្រីដែលបានបដៅគេកាលពីលើកមុនកុំឲ្យគេប៉ះពាល់តួប្រុសពាក្យសម្ដីមួយនេះវាធ្វើឲ្យតួស្រីនឹងពេញចិត្តយ៉ាងខ្លាំងដោយមើលឃើញអំពីភាពក្អឹកក្តោមរបស់អ្នកប្រុសប៉ែធ្វើឲ្យមេក្រុមសន្តិសុខក៏បាននិយាយឡើងថាលោកប្រុសប៉ែនឹងគ្មានហេតុផលគ្រប់គ្រាន់ចេះតែពិខំគេអីអញ្ចឹងណានឹងបានសូមឲ្យអ្នកប្រុសប៉ែនឹងលើកយកអំណោយរបស់គេចេញមកថាអំណោយរបស់គេនឹងមានន័យយ៉ាងពិសេសសម្រាប់អ្នកនាងលាវដោយសារតែក្នុងចង្កៀងមួយនេះពេលដែលអុចទៅបានបង្ហាញអំពីរូបស្ត្រីម្នាក់ដែលមានភាពស្រស់ស្អាតដូចជាអ្នកនាងលាវអញ្ចឹងបូករួមជាមួយនឹងកំណាព្យដែលគេសរសេរដោយផ្ទាល់ដៃធ្វើឲ្យចង្កៀងមួយនេះកាន់តែមានតម្លៃឡើងទ្វេដងដោយមើលទៅមេស៊ឺគេពិតជាជ្រេញជាមួយនឹងកំណាព្យរបស់លោកប៉ៃខ្លាំងណាស់សង្កេតមកកាន់តួប្រុសជាមួយនឹងតួស្រីរបស់យើងវិញម្ដងដល់ពេលនេះអ្នកទាំងពីរពិតជាចាប់អារម្មណ៍ទៅលើចង្កៀងនោះខ្លាំងមែនទែនក្រោយមកគេក៏បានឃើញដូចជាវិញ្ញាណចេញមកពីចង្កៀងធ្វើឲ្យគេទាំងពីរហ្នឹងក៏បានក្រោកឈរឡើងតួប្រុសគេឃើញបែបនេះគេសង្ស័យថាតួស្រីហ្នឹងអាចមើលឃើញវិញ្ញាណដូចជាគេដែរបន្ទាប់មកនាងក៏បានទៅឈរនៅស្រះឈុកតែម្នាក់ឯងហើយតួប្រុសក៏បានតាមមកពីខាងក្រោយតួស្រីនាងដឹងអំពីសំណួររបស់តួប្រុសច្បាស់ណាស់នឹងបានសួរបកទៅកាន់តួប្រុសរបស់យើងវិញចំណែកឯតួប្រុសគេគ្មានរឿងអ្វីលាក់បាំងជាមួយនឹងនាងឡើយបាននិយាយថាគេបានឃើញវិញ្ញាណអាក្រក់នៅក្នុងទីក្រុងឆាងអាននេះអីចឹងណារួចតួស្រីគេមិនបាច់និយាយបោកបាច់ច្រើនទេពីព្រោះតែគេដឹងថានៅក្នុងសំណាក់កត់ត្រារបស់តួប្រុសនឹងអាចដឹងអំពីជីវប្រវត្តិរបស់នាងហើយថាកាលពីក្មេងនាងបានជួបអ្វីខ្លះដូច្នេះហើយវិញ្ញាណអាក្រក់មួយនោះក៏នាងបានឃើញដូចគ្នារួចអ្នកទាំងពីរក៏ចាប់ផ្ដើមរៀបចំផែនការដើម្បីចាប់វិញ្ញាណមួយនោះសាច់រឿងក៏បានបង្ហាញអំពីមេស៊ឺវិញម្ដងដោយពេលនេះគំនូររបស់គេគួរអត់ទាន់រួចរាល់ឡើយដូច្នេះហើយគេបានលើបចូលក្នុងបន្ទប់ដាក់សម្ភារៈដើម្បីមកបង្ហើយរូបគំនូរមួយនេះដោយតួប្រុសបានដឹងថាបិសាចមួយនោះគឺជាបិសាចសមោលនិងចាប់ផ្ដើមអនុវត្តផែនការដែលគេបានរៀបចំទុកនឹងជាមួយនឹងតួស្រីដោយបន្តដើរពន្លត់ពីចង្កៀងមួយទៅចង្កៀងមួយដើម្បីទាក់ទាញឲ្យបិសាចនោះមកកាន់សាលធំបន្ទាប់ពីអ្នកទាំងពីរបានពន្លត់ចង្កៀងធំរួចនៅក្នុងកម្មវិធីទាំងមូលងងឹតសូនសងដែលធ្វើឲ្យអ្នកគ្រប់គ្នានឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចតួស្រីក៏បានអូសដៃតួប្រុសឲ្យចេញមកក្រៅអំឡុងពេលដែលមីស៊ីគេកំពុងតែកែរូបគំនូរមួយនោះបិសាចសមោលក៏បានចូលទៅក្នុងបន្ទប់ដាក់សម្ភារៈថែមទាំងបានធ្វើឲ្យសៀវភៅកំណាប់មួយក្បាលធ្លាក់ចុះមកខាងក្រោមក៏ប៉ុន្តែគេអត់ចាប់អារម្មណ៍ជាមួយនឹងសៀវភៅមួយនោះឡើយដោយបន្តគូររូបគំនូររបស់គេដដែលក្រោយមកបិសាចម្នាក់នោះក៏បានហៅគេម្ដងបន្ទាប់ពីគេបានងាកទៅបិសាចមួយនោះក៏បានច្បាច់ករបស់គេឲ្យបោកខ្ទប់ទៅនឹងជញ្ជាំងសំណាងល្អក៏បានពស់សមួយមកជួយគេដោយពស់មួយនោះគឺជាអ្នកនាងលាវនោះឯងអំឡុងពេលដែលមីស៊ីរៀបនឹងសន្លប់គេក៏បានឃើញអំពីមុខមាត់របស់អ្នកនាងលាវបន្តិចដែរដោយបិសាចនោះក៏បានបន្តចេញមកខាងក្រៅនិងបានជួបជាមួយនឹងពួកអ្នកយាមដោយពួកអ្នកយាមគេពិតជាភ័យខ្លាចមែនទែនដែលនិយាយថាមានខ្មោចចំណែកឯអ្នកនាងលាវពេលនេះគេបានបីមីស៊ីមកឲ្យតួស្រីរបស់យើងដែលបានរៀបរាប់អំពីហេតុការណ៍ដែលគេបានជួបជាមួយនឹងបិសាចសមោលហើយបិសាចមួយនោះវាពិតជាកាចសាហាវខ្លាំងណាស់សាច់រឿងក៏បានបង្ហាញអំពីតួប្រុសវិញម្ដងពេលនេះគេបានចូលទៅក្នុងបន្ទប់ដាក់សម្ភារៈអំណោយដើម្បីពិនិត្យមើលបិសាចមួយនោះក្រោយមកហើយបិសាចសមោលមួយនោះក៏បានចេញមកមែនរួចតួប្រុសក៏បានបញ្ចេញយុទ្ធសាស្ត្ររបស់ខ្លួនយកត្រានឹងបិទទៅលើបិសាចមួយនោះដោយធ្វើឲ្យវាបានខ្លាចទៅជាបិសាចវិញ្ញាណធម្មតាចូលទៅក្នុងចង្កៀងវិញក្រោយមកតួប្រុសក៏បានដឹងថាឥទ្ធិពលអាក្រក់បែបនេះគឺបានកើតចេញពីថ្មត្បូងពណ៌ក្រហមនេះឯងរួចគេក៏បន្តយកថ្មមួយនោះចេញពីចង្កៀងចំណែកនៅខាងក្រៅនេះវិញអ្នកយាមល្បានដែរគេកំពុងតែឈូសឆាយអំពីរឿងដែលបានកើតឡើងថាមានខ្មោចចូលមកទីនេះអីចឹងណាវាបានធ្វើឲ្យអ្នកគ្រប់គ្នាក៏មានភាពភ័យខ្លាចទៅតាមនោះដែរក្រោយមកតួស្រីក៏បានមករកតួប្រុសវិញម្ដងដែលបានសួរ
ួរទៅកាន់គេថាតើគេនឹងមានបានឃើញអ្វីដែរឬក៏អត់ក៏ប៉ុន្តែតួប្រុសក៏បានឆ្លើយថាគេអត់បានឃើញអ្វីទាំងអស់ក្រៅពីចង្គៀងរបស់លោកលបហើយក្រោយមកតួស្រីក៏បានសម្លឹងទៅមើលរូបគំនូរវិញម្ដងដោយពួកគេទាំងពីរដឹងយ៉ាងច្បាស់ថាវាគឺជាគំនូររបស់ម៉ៃស៊ីដែលចង់ជូនទៅកាន់អ្នកនាងលាវក្រោយមកតួស្រីបាននិយាយទៅសារទៅកាន់តួប្រុសទៀតហើយរួចនាងក៏បានប្រទះឃើញសភៅកំណាប់មួយក្បាលធ្លាក់មកខាងក្រោមដោយឈ្មោះអ្នកនិពន្ធនៅលើសភៅកំណាប់មួយនោះគឺជាលោកលបហើយក្រោយពេលដែលនាងបានអានកំណាប់ដែលនៅក្នុងនោះទើបនាងដឹងថាកំណាប់ដែលនៅក្នុងនោះជាមួយនឹងកំណាប់ដែលនៅក្នុងចង្គៀងមានភាពខុសគ្នាក្រោយមកពួកគេក៏បានសន្មតថានៅក្នុងសភៅមួយនេះមិនមែនជាលោកលបជាអ្នកនិពន្ធដោយផ្ទាល់នោះទេវាប្រកាសជាមានទំនាក់ទំនងជាមួយនឹងរូបដែលនារីនៅក្នុងចង្គៀងនេះជាមិនខានឡើយរួចតួស្រីក៏បានមើលឃើញអំពីអតីតកាលរបស់ចង្គៀងដែលជាប់តាក់ទងជាមួយនឹងអ្នកប្រុសប៉ៃជាមួយនឹងស្ត្រីម្នាក់ទៀតខណៈពេលនោះលោកលាវជាមួយនឹងភ្ញៀវផ្សេងទៀតក៏បានចូលមកដល់និងបានសួរទៅកាន់តួស្រីថាមានរឿងអ្វីកើតឡើងមែនទេតែតួស្រីគេឆ្លើយថាអត់មានឡើយដោយលោកលាវមកដល់ទីនេះគឺដោយសារតែអ្នកបម្រើរបស់ខ្លួនបានឃើញខ្មោចហោះចេញពីទីនេះនេះឯងក្រោយពេលដែលពួកគេបានទៅវិញអស់តួស្រីបានដឹងថាពេលនេះបាត់ចង្គៀងហើយដូច្នេះហើយតួប្រុសក៏បានចេញទៅរកមើលនៅខាងក្រៅរួចអ្នកនាងលាវក៏បានចូលមកដល់ទើបយើងដឹងថាអ្នកដែលលាក់ចង្គៀងមួយនោះគឺជាតួស្រីរបស់យើងនឹងឯងក្រោយមកនាងបានហុចចង្គៀងមួយនោះទៅឲ្យអ្នកនាងប៉ៃដែលអ្នកនាងប៉ៃមិនបានរកឃើញអំពីថ្មឆ្អឹងក្រហមនោះឡើយគឺមានន័យថាថ្មមួយនោះវាបានបាត់ចេញពីចង្គៀងមួយនេះទៅហើយរួចតួស្រីក៏សូមឲ្យអ្នកនាងប៉ៃនឹងធ្វើការងារមួយក្រោយមកតួស្រីបានប្រើល្បិចកលរបស់ខ្លួននាំតួប្រុសទៅកន្លែងមួយផ្សេងទៀតដែលនៅក្នុងកម្មវិធីជប់លៀងនេះវិញគេកំពុងតែនិយាយអំពីរឿងរ៉ាវរបស់ស្ត្រីម្នាក់ដែលស្វែងរកប្តីអីអញ្ចឹងណាអំឡុងពេលនោះអ្នកបម្រើក៏បានទៅប្រាប់លោកលប៉ៃថាអ្នកនាងរបស់ខ្លួនចង់ជួបធ្វើឲ្យលោកលប៉ៃគាត់សប្បាយចិត្តខ្លាំងមែនតើសាច់រឿងក៏បានបង្ហាញអំពីអ្នកនាងលាវវិញម្ដងដោយពេលនេះគាត់បាននាំចង្គៀងមួយនោះទៅដល់កន្លែងស្ងាត់ស្ងាត់និងបានឲ្យគេបង្ហាញខ្លួនភ្លាមអ្វីដែលសំខាន់អ្នកនាងលាវនឹងឲ្យចង្គៀងមួយនោះចង់ជួបអ្នកដែលគេចង់ជួបបន្តិចក្រោយមកអ្នកប្រុសប៉ៃក៏បានមកដល់និងថ្លែងអំណរគុណទៅកាន់អ្នកនាងលាវខ្លាំងមែនតើដែលផ្ដល់ឱកាសឲ្យគេបានជួបគាត់អីអញ្ចឹងណារួចអ្នកនាងលាវក៏បានសរសើរអំពីទឹកដៃនៃកំណាព្យមួយនេះអ្វីដែលសំខាន់នាងបានឮថាអ្នកប្រុសប៉ៃមិនមែនជាអ្នកសរសេរកំណាព្យមួយនេះឡើយរួចអ្នកប្រុសប៉ៃក៏ចាប់ផ្ដើមប្រកែកថាតើនាងនឹងបានឮពាក្យចាំរាមមួយនេះមកពីណាខណៈពេលនោះសម្លេងមួយក៏បានបន្លឺចេញពីក្នុងចង្គៀងដែលបង្ហាញអំពីរូបរាងរបស់បិសាចស្រីម្នាក់នៅពេលដែលអ្នកប្រុសប៉ៃបានឃើញស្រីម្នាក់នោះហើយគេខឹងជាមួយនឹងអ្នកនាងលាវខ្លាំងមែនតើនិងបានបដិសេធថាមិនស្គាល់នារីម្នាក់នេះឡើយបើទោះបីជាអ្នកនាងលាវបាននិយាយអំពីរឿងរ៉ាវដែលតាក់ទងជាមួយនឹងអ្នកនាងយងនេះជាមួយនឹងគេច្រើនយ៉ាងណាក៏ដោយក៏គេនៅតែបដិសេធមិនព្រមទទួលស្គាល់ដែរចម្លើយបែបនេះធ្វើឲ្យយងនេះគេខឹងជាមួយនឹងអ្នកប្រុសប៉ៃខ្លាំងមែនតើរួចក៏បានប្រើយុទ្ធសាស្ត្ររបស់គេឲ្យអ្នកប្រុសប៉ៃនឹងហោះទៅខាងលើបន្ទាប់មកគេក៏បាននិយាយរឿងរ៉ាវទាំងអស់ឡើងវិញដើម្បីដាស់សតិរបស់អ្នកប្រុសប៉ៃថានៅពេលដែលនាងបានជួបទៅលើគាត់ជាលើកដំបូងនាងពិតជាសង្ឃឹមខ្ពស់ទៅកាន់គាត់ខ្លាំងណាស់ដោយនាងត្រឹមតែជាក្មេងស្រីដែលនៅក្នុងបនោះដូច្នេះហើយនៅពេលដែលអ្នកប្រុសប៉ៃចូលទៅលួងលោមធ្វើឲ្យនាងនឹងកាន់តែស្រឡាញ់គាត់ខ្លាំងឡើងនិងហ៊ានប្រកោប្រកាសជាមួយនឹងកំណត់របស់ខ្លួនឯងផ្ទាល់ទៅឲ្យអ្នកប្រុសប៉ៃដើម្បីឲ្យអ្នកប្រុសប៉ៃនឹងយកវាទៅផ្សព្វផ្សាយប៉ុន្តែអ្វីដែលធ្វើឲ្យគេកាន់តែឈឺចាប់បំផុតនោះគឺអ្នកប្រុសប៉ៃបានយកកំណត់របស់គេឲ្យដាក់ឈ្មោះរបស់គាត់ដោយមកនិយាយប្រាប់នាងថាកំណត់របស់នាងនឹងគ្មានអ្នកណាចូលចិត្តទេតែតែការពិតទៅកំណត់មួយនេះត្រូវបានអ្នកប្រុសប៉ៃនឹងលួចយកបាត់ទៅហើយរួចនាងក៏បានបញ្ជាឲ្យសុភើកំណត់មួយនោះវាប្រហារទៅលើអ្នកប្រុសប៉ៃនិងចង់ទម្លាក់គេមកក្រឹមថែមទៀតផងអ្នកប្រុសលប៉ៃគេពិតជាខ្លាចខ្លាំងមែនតើនិងបានហៅឲ្យអ្នកដទៃមកជួយគាត់ដោយលើពាក្យសម្ដីរបស់យននេះធ្វើឲ្យអ្នកនាងលីងពិតជាខឹងនិងស្អប់ជាមួយនឹងអ្នកប្រុសប៉ៃខ្លាំងមែនតើថាគេពិតជាថោកទាបបំផុតដែលហ៊ានធ្វើបែបនេះរួចសាច់រឿងក៏បានបង្ហាញអំពីពេលដែលយននេះស្លាប់គឺគេបានឆ្លោះជាមួយនឹងអ្នកប្រុសប៉ៃយ៉ាងខ្លាំងពីព្រោះតែគេនឹងព្យាយាមឲ្យអ្នកប្រុសប៉ៃបញ្យល់ថាហេតុអ្វីបានជាសភើកំណាព្យមួយនេះស្ថិតនៅក្នុងឈ្មោះរបស់គាត់ទៅវិញក៏ប៉ុន្តែអ្នកប្រុសប៉ៃបានមើងងាយចំអកទៅកាន់នាងយ៉ាងខ្លាំងថាប្រសិនបើសភើមួយនេះដាក់នៅក្នុងឈ្មោះរបស់នាងវិញគ្មានអ្នកណាគេនឹងមើលកំណាព្យមួយនេះនោះឡើយថែមទាំងបន្តរុញនាងអុកក្បាលទៅនឹងតុកទៀតផងដោយធ្វើឲ្យនាងមានការគុំគួនជាមួយនឹងគេយ៉ាងខ្លាំងក្រោយមកយននេះបានដាក់អ្នកប្រុសប៉ៃមកខាងក្រោមតែអ្នកប្រុសប៉ៃគេមិនព្រមភ្ញាក់រលឹកឡើយដោយគេនៅតែបដិសេធរាល់កំហុសដែលគេបានប្រព្រឹត្តថែមទាំងចង់រត់ចេញពីទីនេះទៀតផងតែក៏ត្រូវបានអ្នកនាងលាវប្រើយុទ្ធសាស្ត្ររបស់ខ្លួននឹងចាប់ចងជើងរបស់គេជាប់រួចអ្នកនាងលាវក៏បាននិយាយបន្ថែមទៀតថាតាមការពិតទៅយននេះគេមិនមែនជាមនុស្សឡើយគេគឺជាបិសាចដែលស្ថិតនៅក្នុងចង្គៀងនេះអស់រយៈពេលជាច្រើនឆ្នាំដោយសារតែថាអពររបស់នាងតិចពេកទើបនាមសង្ងំនៅក្នុងចង្គៀងមួយនេះបន្តិចក្រោយមកយននេះចង់មានបំណងឲ្យអ្នកប្រុសប៉ៃនឹងប្រើជីវិតចុងក្រោយរបស់គេដើម្បីនៅជាមួយនាងក៏ប៉ុន្តែអ្នកប្រុសប៉ៃគេពិតជាខ្លាចមែនតើនៅពេលនេះដោយអ្នកនាងលាវក៏បានដោះយុទ្ធសាស្ត្រដែលនៅជាប់ជើងរបស់គេធ្វើឲ្យគេនឹងបញ្ញាប់រត់គេចចេញពីយន្តនាងភ្លាមនិងបន្តស្រែកហៅគេឯងឲ្យជួយមកកាន់គាត់ដោយពេលនេះអ្នកនាងលាវបានបញ្យល់អំពីហេតុផលដែលគេឲ្យអ្នកប្រុសប៉ៃទៅនឹងទៅប្រាប់យន្តនាងថាវាគឺជាគំនិតមួយរបស់តួស្រីផងដែរដោយបដូរអំពីការសម្លាប់គាត់មកធ្វើឲ្យគេឈ្មោះនៃការចង់បានរបស់គាត់នឹងខ្ទេចខ្ទីគ្មានសល់ឬអំពីហេតុផលមួយនេះធ្វើឲ្យយន្តនេះគេក៏ស្ងប់ចិត្តដែរក្រោយមកនាងក៏បានសម្រេចចិត្តថារំលាយខ្លួនឯងចោលពីព្រោះតែនាងនឹងមិនចង់ជួបនៃការឈឺចាប់បែបនេះតទៅមុខទៀតទេអំឡុងពេលដែលអ្នកប្រុសប៉ៃរ
ត់ចាក់ចេញទៅវាក៏បានដឹងដល់តួប្រុសជាមួយនឹងតួស្រីដែលកំពុងតែធ្វើដំណើរមកដូចគ្នាធ្វើឲ្យអ្នកទាំងពីរហ្នឹងបញ្ញាបញ្ញាមកមើលចង្គៀងមួយនោះដោយឡែកអ្នកនាងលាវបានឃើញអ្នកទាំងពីរក៏បញ្ញាកិច្ចខ្លួនទៅតួស្រីនាងរន្ធត់ចិត្តខ្លាំងមែនទែនដែលយន់នេះនាងធ្វើបែបនេះចំពោះខ្លួនឯងនៅថ្ងៃបន្ទាប់មនុស្សម្នាទាំងអស់ក៏បានយកសម្រាមហ្នឹងគប់ចូលទៅក្នុងផ្ទះរបស់អ្នកប្រុសប៉ៃដោយបន្ថែមទាំងនិយាយរងអាម៉ាស់របស់អ្នកប្រុសប៉ៃហ្នឹងពីពេញផ្សារថាគេបានលួចយកកំណើតរបស់នារីម្នាក់និងបណ្ដាឲ្យនារីម្នាក់នោះស្លាប់ថែមទៀតផងរហូតដល់កម្មវិធីជប់រៀនរបស់លោកលាវទើបនាងទទួលបានយុត្តិធម៌ហើយទីបំផុតគេឈ្មោះរបស់នាងត្រូវបានល្បីរន្ទឺដោយសារតែកំណាព្យចំណែកឯអ្នកប្រុសប៉ៃវិញគេឈ្មោះរបស់គេកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃសាច់រឿងក៏បានបង្ហាញអំពីភាពខ្ជិលច្រអូសរបស់តួស្រីវិញម្ដងដោយពេលនេះអ្នកបម្រើរបស់នាងបាននាំនាងមកកាន់រាជវាំងដើម្បីឲ្យបងស្រីរបស់នាងនឹងស្ដីបារបន្តទៀតព្រះមហាក្សត្រីពេលនេះទ្រង់បានស្អប់តួប្រុសទៀតឡើយនិងបាននិយាយទៅសារទៅកាន់តួប្រុសយ៉ាងច្រើននិងឲ្យតួស្រីនឹងបន្តទំនាក់ទំនងរបស់គេទាំងពីរនាក់ទៀតប៉ុន្តែតួស្រីនាងបាននិយាយថាចុះហេតុអ្វីបានជាការពីមុននឹងបងស្រីមិនឲ្យនាងតាក់ទងជាមួយនឹងគេតែព្រះមហាក្សត្រីទ្រង់មិនទទួលស្គាល់កំហុសឡើយដោយចោទទៅកាន់ព្រះអង្គវិញថាដោយសារតែព្រះអង្គនឹងឲ្យបានជាប្អូនស្រីរបស់ខ្លួននឹងកើដល់ថ្នាក់នេះដោយព្រះអង្គងាកមកទ្រង់អត់មានដឹងអីទាំងអស់ធ្វើឲ្យមហាក្សត្រីជាមួយនឹងស្នំរបស់ទ្រង់នឹងខឹងជាមួយនឹងទ្រង់យ៉ាងខ្លាំងក្រោយមកអ្នកទាំងពីរក៏បានចាក់ចេញទៅដែលធ្វើឲ្យព្រះអង្គបញ្ញាបញ្ញាទៅលើតួស្រីរបស់យើងឡើងដែលបាននិយាយថាតួស្រីគឺជាជនរងគ្រោះដូច្នេះហើយគាត់នៅខាងតួស្រីអីចឹងណារួចតួស្រីក៏បានបន្ថែមទៀតថាការពិតទៅអ្នកដែលជនរងគ្រោះពិតប្រាកដគឺជាព្រះអង្គទេលើបែបនេះព្រះអង្គក៏ឆ្ងល់ខ្លួនឯងដែរហេតុអ្វីបានជាទ្រង់នឹងព្រមរៀបការជាមួយនឹងអ្នកទាំងពីរទៅវិញនិយាយប៉ុណ្ណឹងភ្លាមប្រពន្ធទាំងពីរក៏បានងាកមកដែលធ្វើឲ្យព្រះអង្គនឹងបដូរអាកប្បកិរិយារបស់ខ្លួនមួយរំពេញទ្រង់ក៏បាននិយាយដាក់នេះបន្ថែមទៀតថាឲ្យនាងនឹងត្រូវជ្រើសរើសឲ្យបានហ្មត់ចត់មុននឹងរៀបការកុំឲ្យដូចជាទ្រង់ហើយនាងអាចមើលទ្រង់ជាគំរូបានសាច់រឿងក៏បានបង្ហាញអំពីតួស្រីដែលស្ថិតនៅក្នុងអាណាចក្របិស័យរបស់នាងវិញដោយចំណុចទាំងពីររបស់នាងបានសួរអំពីរឿងថ្មឆ្អឹងបុរាណថាអ្នកណាគឺជាអ្នកយកទៅអីចឹងណារួចតួស្រីក៏បានសង្ស័យទៅលើតួប្រុសដែលកាលពីយប់នោះគឺមានតែតួប្រុសម្នាក់ប៉ុណ្ណោះដែលដឹងអំពីរឿងមួយនេះក្រោយមកជំនួយការជឿស៊ូក៏បានឲ្យតួស្រីនឹងបញ្ញាប់រកវាឲ្យឃើញកុំឲ្យដឹងរឿងនេះទៅដល់ចាស់ទុំទាំង4បើមិនដូច្នេះទេគាត់នឹងបង្កបញ្ហាជាមិនខានឡើយរំពេចនោះអ្នកនាងលាវបានចូលមកដល់និងបាននិយាយថាយឺតពេលហើយពីព្រោះតែពេលនេះចាស់ទុំទាំង4បានដឹងអំពីរឿងនេះរួចជាស្រេចលើបែបនេះធ្វើឲ្យអ្នកគ្រប់គ្នាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចចាស់ទុំទាំង4ក៏បានបង្ហាញរូបរាងមកដែលយើងដឹងថាអ្នកដែលធ្វើឲ្យបែកធ្លាយរឿងនេះគឺជាជំនួយការរបស់អ្នកនាងលាវពិតជាខឹងជាមួយនឹងគេយ៉ាងខ្លាំងក្រោយមកចាស់ទុំជីងក៏បាននិយាយទៅកាន់តួស្រីថាពួកគេនឹងគ្មានការគោរពចំពោះគាត់ថែមទាំងមិនឲ្យគាត់ដឹងអំពីរឿងមួយនេះថែមទៀតដោយតួស្រីនាងបាននិយាយថានៅពេលដែលនាងបានរកឃើញឆ្អឹងមួយនោះហើយទើបនាងរាយការណ៍ទៅកាន់អ្នកទាំងអស់គ្នាប៉ុន្តែចាស់ទុំគេនៅតែមិនព្រមនិងបន្តនិយាយអំពីការគ្រប់គ្រងរបស់តួស្រីជាមួយនឹងស្ដេចពស់អន់នេះអញ្ចឹងណាធ្វើឲ្យតួស្រីនឹងនាងខឹងបន្តិចរួចក៏បានសន្យាជាមួយនឹងចាស់ទុំថាក្នុងរយៈពេល5ថ្ងៃទៀតនាងនឹងយកឆ្អឹងមួយនោះមកឲ្យបានលើបែបនេះហើយធ្វើឲ្យចាស់ទុំទាំង4ហ្នឹងគេអង្គុយរងចាំមើលតួស្រីតែម្ដងក្រោយមកចាស់ទុំជីងក៏បានមករកស៊ឺស៊ូដោយគេបាននិយាយថាគេធ្វើបែបនេះគ្រាន់តែជាភារកិច្ចរបស់គេតែប៉ុណ្ណោះក៏ប៉ុន្តែស៊ឺស៊ូគេអត់និយាយច្រើនឡើយដោយគេស្អប់បំផុតអ្នកណាដែលប្រឆាំងជាមួយនឹងតួស្រីរបស់យើងលើបែបនេះចាស់ទុំស៊ឺក៏បានចាក់ចែងទៅដោយចំណិតរបស់អ្នកនាងលាវគេបានចូលមកម្ដងនិយាយថាវាគឺជាកំហុសរបស់គេដូច្នេះហើយគេចង់ជួយតួស្រីអីអញ្ចឹងណាតែជឿស៊ូមិនត្រូវការទេពីព្រោះតែតួស្រីនឹងគឺមានគាត់អីក្រោយមកអ្នកស៊ើបការរបស់អ្នកនាងលាវបានបញ្ជូនដំណឹងមកថាឆ្អឹងមួយនោះគឺមិនមែននៅក្នុងសំណាក់ស៊ើបក្តីឡើយគឺវាស្ថិតនៅក្នុងផ្ទះរបស់តួប្រុសដែលធ្វើឲ្យតួស្រីនឹងមានផែនការភ្លាមសាច់រឿងក៏បានបង្ហាញអំពីតួប្រុសរបស់យើងវិញម្ដងខណៈពេលដែលគេកំពុងតដាស្រាប់តែមានអ្នកណាម្នាក់គោះទ្វារពីខាងក្រៅដែលមនុស្សម្នាក់នោះគឺជាតួស្រីរបស់យើងនឹងឯងក្រោយមកនាងក៏ចង់ចូលទៅសម្រាប់ខាងក្នុងដល់ហួរគេបានហាមឃាត់មិនចង់ឲ្យតួស្រីរបស់យើងចូលទៅឡើយតែតួស្រីក៏បានឲ្យប្រាក់ទៅកាន់គេឲ្យគេនឹងយកទៅធ្វើម្ហូបទៅឃើញប្រាក់បែបនេះអាហួរគេសប្បាយចិត្តខ្លាំងណាស់ដោយអញ្ជើញតួស្រីចូលទៅខាងក្នុងនិងសួរនាងបន្ថែមទៀតថាតើនាងនឹងចង់ញ៉ាំអ្វីបន្ទាប់ពីបានចូលទៅដល់ក្នុងផ្ទះភ្លាមតួស្រីក៏បញ្ញាស្វែងរកឆ្អឹងថ្មមួយនោះប៉ុន្តែនាងរកអត់ឃើញឡើយបន្ទាប់ពីបានឃើញតួប្រុសជាមួយនឹងអាហួរដើរចូលមកតួស្រីនាងក៏បញ្ញាធ្វើអ្វីផ្សេងឃើញបែបនេះអាហួរបាននិយាយទៅកាន់តួប្រុសរបស់យើងថាមើលទៅនាងហាក់បីដូចជាយកចិត្តទុកដាក់ចំពោះគាត់ខ្លាំងណាស់ក៏ប៉ុន្តែតួប្រុសរបស់យើងគេបានគិតថាតួស្រីនឹងគ្រាន់តែចង់លេងសើចជាមួយគេមួយថ្ងៃតែប៉ុណ្ណោះប៉ុន្តែមានណាអ្នកទាំងអស់គ្នាគឺតួស្រីបានទៅកាន់ផ្ទះរបស់គេនឹងជារៀងរាល់ថ្ងៃនិងយកអំណោយទៅជាមួយផងលុះដល់ថ្ងៃមួយតួស្រីនាងបានគិតថានៅក្នុងផ្ទះនេះគឺនាងបានរកសពអស់ហើយនៅតែមិនឃើញដូច្នេះហើយមានតែវាស្ថិតនៅលើខ្លួនរបស់តួប្រុសខណៈពេលនោះនាងក៏បានចាប់អារម្មណ៍ជាមួយនឹងថង់ដែលតួប្រុសនឹងបានចងនៅចង្កេះរួចនាងក៏ធ្វើដួលក្នុងអំណងចង់លួចថង់មួយនោះក៏ប៉ុន្តែត្រូវបានតួប្រុសដឹងទាន់លុះថ្ងៃបន្ទាប់នាងបានហៅមេស៊ីនិងតួប្រុសនឹងមកញ៉ាំអាហារជុំគ្នាមេស៊ីក៏បាននិយាយអំពីរឿងដែលតួស្រីនឹងទៅផ្ទះរបស់តួប្រុសជារៀងរាល់ថ្ងៃដើម្បីញ៉ាំអាហាររួចតួស្រីគេក៏បានបកស្រាយថាគេនឹងពិតជាបានទៅទីនោះញ៉ាំអាហារពិតមែននិងបានសរសើរទៅកាន់អាហួរដែលមានស្នាដៃចម្អិនម្ហូបនិងបានសរសើរទៅកាន់តួប្រុសរបស់យើងបន្ថែមទៀតដែលធ្វើឲ្យតួប្រុសនឹងអៀនខ្លាំងមែនទែនរួចគេក៏បានរឹកលេសចេញទៅក្រៅរួចមេស៊ីក៏បានសួរអំពីគំនិតរបស់អ៊ូចិនថាគិតយ៉ាងណា
ទៅលើទូប្រុសរបស់យើងដោយមេជួគឺគេអត់មានអ្វីទាំងអស់ថែមទាំងឋានៈគ្រួសាររបស់គេនឹងទុនទាបទៀតផងវាមិនស័ក្តិសមជាមួយនឹងតួស្រីអីអញ្ចឹងណាអ្វីដែលសំខាន់មេជួគឺជាមនុស្សល្អគេមិនដែលចង់បាននឹងបៀតបៀនទៅកាន់អ្នកដទៃឡើយរួចនាងក៏បាននិយាយអំពីគុណសម្បត្តិនិងលើកសរសើរតួប្រុសយ៉ាងច្រើនអំឡុងពេលនោះតួប្រុសជាមួយនឹងកូនចៅរបស់គេនឹងក៏បានមកវិញនឹងឈើស្ដាប់តួស្រីជាមួយនឹងបងប្រុសនិយាយគ្នាតែម្ដងទៅក្រោយលើពាក្យពេចន៍ដែលតួស្រីបាននិយាយហើយធ្វើឲ្យតួប្រុសនឹងគេរំភើបចិត្តខ្លាំងមែនទែនដោយមិននឹកស្មានថាតួស្រីនឹងស្វែងយល់អំពីគេដល់ថ្នាក់នេះសោះនៅព្រឹកស្អែកបន្ទាប់មេស៊ីក៏បានតែងខ្លួនធ្វើជាអ្នកកម្ចាត់បិសាចនិងមកផ្ទះរបស់អ្នកនាងលាវដើម្បីកម្ចាត់បិសាចកាលពីថ្ងៃមុននោះដោយអ្នកបម្រើអត់ចង់ឲ្យគាត់ចូលទៅខាងក្នុងទេក៏ប៉ុន្តែមេសឿនៅតែចង់ចូលទៅដដែលខណៈពេលនោះអ្នកនាងលាវក៏បានចូលមកដល់ដោយនិយាយថានៅក្នុងផ្ទះរបស់គេនឹងអត់មានបិសាចឡើយតែមេសឿគេនៅតែចេះចង់ចូលទៅកម្ចាត់បិសាចខណៈពេលនោះក៏ដឹងរបស់គេដែលនៅនឹងដៃនឹងក៏បានរបូតទៅដោយប៉ះចំជាមួយនឹងក្បាលរបស់អ្នកនាងលាវធ្វើឲ្យអ្នកនាងលាវខឹងជាមួយនឹងគេយ៉ាងខ្លាំងដែលបានឲ្យអ្នកបម្រើប្រឡែងឆ្កែដេញគេគ្រាន់តែឮពាក្យថាប្រឡែងឆ្កែធ្វើឲ្យអ្នកប្រុសមេសឿបញ្ញារត់ចេញជាបន្ទាន់សាច់រឿងក៏បានបង្ហាញអំពីក្រុមរបស់តួស្រីដែលស្ថិតនៅអាណាចក្របិសាចវិញម្ដងដោយពេលនេះពួកគេបាននិយាយអំពីរឿងដំណោះស្រាយដែលត្រូវស្វែងរកថ្មឆ្អឹងបុរាណត្រឡប់មកវិញតួស្រីគេមិនដឹងគិតយ៉ាងម៉េចឡើយនៅពេលនេះពីព្រោះតែគេដឹងថាថ្មឆ្អឹងបិសាចមួយនោះត្រូវបានតួប្រុសនឹងដាក់ជាប់ខ្លួនជានិច្ចហើយគេពិតជាមានការប្រុងប្រយ័ត្នខ្លាំងមែនទែនអំឡុងពេលនោះជំនួយការរបស់គេក៏បាននិយាយអំពីរឿងមួយទឹកត្រាំថ្នាំអីអញ្ចឹងណារួចតួស្រីឯនាងបាននឹកឃើញគំនិតមួយភ្លាមសាច់រឿងក៏បានបង្ហាញអំពីមេជូនឹងគេកំពុងតែមួយទឹកខណៈពេលនោះតួស្រីបានប្រែកាឡាធ្វើជាសត្វឆ្មាដើម្បីចូលទៅលួចឆ្អឹងថ្មបុរាណខណៈពេលនោះតួប្រុសរបស់យើងបានដឹងថាដូចជាមានអ្នកណាម្នាក់ចូលមកក្នុងបន្ទប់មួយនេះធ្វើឲ្យអាហូបញ្ញាចូលមកមើលម្ចាស់របស់គេដែលនៅក្នុងបន្ទប់អត់ឃើញមានអ្នកណាផ្សេងនោះឡើយរួចតួប្រុសក៏បានដេញឲ្យគេនឹងត្រឡប់ទៅវិញក្រោយមកគាត់ក៏បានសង្កេតឃើញឆ្មាមួយក្បាលដែលស្ថិតនៅទីនោះរួចគេក៏បានយកឆ្មាមួយនោះយកមកអោបក៏ប៉ុន្តែឆ្មាមួយនោះបែរជាលោតចេញពីគេទៅវិញសាច់រឿងក៏បានបង្ហាញអំពីតួប្រុសដែលយកថ្មឆ្អឹងបុរាណនេះយកមកកោបវិញម្ដងដោយសារតែមានរឿងចម្លែកកើតឡើងនៅក្នុងទីក្រុងឆាងអាននេះបន្តកន្ទុយគ្នាដូច្នេះហើយគេខ្លាចថ្មឆ្អឹងបុរាណមួយនេះបង្កគ្រោះថ្នាក់កាន់តែកើនឡើងអំឡុងពេលដែលគេយកថ្មឆ្អឹងបុរាណនោះទៅកប់ចូលក្នុងដីគេក៏បានប្រើយ័រនឹងបិទពីលើថែមទៀតផងសាច់រឿងក៏បានបង្ហាញអំពីអាណាចក្របិសាចដែលចំណុចរបស់តួស្រីទាំងពីរនឹងកំពុងតែរងចាំនាងរួចតួស្រីនាងក៏បានមកដល់និងបង្ហាញអំពីថ្មឆ្អឹងបុរាណដែលនាងយកបាននៅក្នុងផ្ទះរបស់តួប្រុសនោះវាមានន័យថាខណៈពេលដែលពួកគេបានដឹងថាមានមនុស្សចូលមកនិងកំពុងតែចលាចលតួស្រីគឺបានបដូរឆ្អឹងថ្មបុរាណនេះរួចជាស្រេចទៅហើយដោយថ្មឆ្អឹងបុរាណមួយនេះវាមានឥទ្ធិពលខ្លាំងពេកដូច្នេះហើយពួកគេក៏បានសម្រេចចិត្តហៅចាស់ទុំទាំង4ជាមួយនឹងបិសាចពស់នឹងមកដើម្បីមើលការបំបែកនៃថ្មមួយនេះដោយកម្លាំងរបស់អ្នកទាំងពីរពិតជាមិនអាចបំបែកឆ្អឹងថ្មបុរាណនេះបានឡើយដែលធ្វើឲ្យអាណាចក្របិសាចទាំងមូលឡើងរំកើតែម្ដងក្រោយមកអ្នកនាងលាវក៏បានថាឲ្យចាស់ទុំទាំង4ថាតើពួកគេនឹងគ្មានគំនិតចង់ជួយពួកនាងទេមែនអត់រួចចាស់ទុំជាមួយនឹងមនុស្សផ្សេងទៀតក៏ចាប់ផ្ដើមចូលកម្លាំងគ្នាដើម្បីបំបែកថ្មមួយនេះបន្តិចក្រោយមកឥទ្ធិពលនៃថ្មមួយនេះក៏បានបាញ់ឈ្មោះមកកាន់ជឺស៊ូតែក៏ត្រូវបានតួស្រីរបស់យើងនឹងខាំងជាប់រួចក៏បានប្រើក្រញាំដៃរបស់នាងដើម្បីច្របាច់ថ្មនោះបង្ក្រាបអំពីឥទ្ធិពលរបស់វាក្រោយមកទើបគេដឹងថាថ្មឆ្អឹងបុរាណមួយនេះមិនមែនជាឆ្អឹងធម្មតានោះឡើយវាគឺជាផ្នែកមួយនៃស្ដេចបិសាចរងចាំការចាក់កំណើតជាថ្មីអ្វីដែលសំខាន់នោះគឺវាក៏មានជាប់តាក់ទងជាមួយនឹងឧបទ្ទវហេតុកាលពី18ឆ្នាំមុនដូចគ្នាសាច់រឿងក៏បានបង្ហាញអំពីបរិសម្នាក់ដែលគាត់នឹងកំពុងតែរកអស់នៅលើភ្នំខណៈពេលនោះក៏មានខ្យល់រួមជាមួយនឹងអាប់យ៉ាងច្រើនដែលធ្វើឲ្យគាត់នឹងព្រើលភ្នែកតែម្ដងរួចគាត់ក៏បានប្រទះជាមួយនឹងស្ត្រីចំណាស់ម្នាក់ដោយទៅសួរគាត់ថាតើគាត់នឹងចង់ចុះពីលើភ្នំមែនអត់ប៉ុន្តែស្ត្រីចំណាស់ម្នាក់នោះក៏បានសួរទៅគាត់វិញថាតើគេនឹងមិនស្គាល់គាត់ទេអីបន្ទាប់ពីបើកស្បែកមុខហើយទើបគេដឹងថាស្ត្រីចំណាស់ម្នាក់នោះគឺជាម្ដាយរបស់គាត់ធ្វើឲ្យគាត់នឹងយំអោបទៅកាន់ស្ត្រីចំណាស់នោះយ៉ាងខ្លាំងបន្តិចក្រោយមកស្ត្រីចំណាស់ម្នាក់នោះក៏បានប្រែកាឡាធ្វើជាស្រីស្អាតនោះមានន័យថាស្ត្រីម្នាក់នោះគឺជាបិសាចតាំងពីដំបូងរួចគេក៏បានស្រូបយកកម្លាំងវិញ្ញាណរបស់បុរសម្នាក់នោះដែលធ្វើឲ្យគាត់នឹងសន្លប់នៅមួយកន្លែងក្រោយមកបិសាចក៏នឹកឃើញថានៅលើភ្នំនេះមានមនុស្សចេញចូលច្រើនណាស់អញ្ចឹងបើសិនជាគេទៅឆាងអានគេប្រកាសជាទទួលបានភាពរីករាយច្រើនជាងនេះជាមិនខានឡើយសាច់រឿងក៏បានបង្ហាញអំពីតួប្រុសដែលគេនឹងកំពុងតែស្ថិតនៅបណ្ណាល័យដាក់ឯកសារខណៈពេលនោះមិត្តភ័ក្តិរបស់គេក៏បានចូលមកដល់និងនិយាយអំពីរឿងក្តីដ៏ចម្លែកមួយនឹងទៅកាន់តួប្រុសថាមានអ្នកភូមិម្នាក់នឹងបានឡើងទៅកាប់អុសបន្ទាប់ពីគ្រួសាររបស់គាត់បានរកឃើញគាត់វិញអ្នកភូមិម្នាក់នោះបានបាត់បង់ស្មារតីរួចទៅហើយដែលគាត់ដឹងហើយរកតែម្ដាយរបស់គាត់ហើយភ្នែករបស់គាត់ប្រឈើឡើងទៅលើថែមទៀតផងតែដែលតាមពិតម្ដាយរបស់គាត់នឹងគឺបានស្លាប់តាំងពីយូរណាស់មកហើយលើបែបនេះតួប្រុសក៏ចាប់ផ្ដើមសួរទីតាំងថាវានៅកន្លែងណាហើយគេក៏ចង់ទៅស៊ើបរឿងក្តីនោះផងដែរតែក៏ត្រូវបានមិត្តភ័ក្តិរបស់គេហាមឃាត់ពីព្រោះតែមុននេះលោកម្ចាស់ស៊ីបានចាប់មនុស្សឲ្យទៅស៊ើបអំពីជ័យក្រុងខាងលិចនោះហើយសាច់រឿងក៏បានបង្ហាញអំពីអ្នកស៊ើបការទាំង3ដែលពេលនេះពួកគេដើរនៅក្នុងព្រៃឫស្សីមួយនេះពិតជាហត់ខ្លាំងមែនទែនដោយពួកគេចង់លួចខ្ជិលបង្កើតអំពីមូលហេតុថាប្រជាជននឹងពលផ្សិតអីអញ្ចឹងទៅបានជាធ្វើឲ្យ
ឲ្យពួកគេនឹងបាត់បង់ស្មារតីរូបពេជ្រនោះក៏មានខ្យល់និងផ្សែងអាប់យ៉ាងក្រាស់ដែលធ្វើឲ្យពួកគេងងឹតស្ទើរតែមើលផ្លូវមិនឃើញដោយបិសាចក៏បានចេញមកដូចគ្នាដោយគិតថាពួកគេគឺជាមនុស្សល្ងល្ងើយដែលហ៊ានចូលមកទីនេះនៅពេលដែលពួកអ្នកស៊ើបដើរបានបន្តិចគេក៏បានឃើញអ្នកភូមិចំនួន3នាក់នឹងដើរតេះតាសមកពីខាងមុខដោយពួកគេដឹងថាអ្នកភូមិទាំងអស់នេះគឺសុទ្ធសឹងតែជាអ្នកភូមិដែលបានដាត់ខ្លួនអ្វីដែលចម្លែកនោះមើលទៅគេដូចជាមិនមែនជាមនុស្សសោះខណៈពេលនោះអ្នកស៊ើបការត្រៀមខ្លួនរួចជាស្រេចដើម្បីទៅសួរអ្នកភូមិក៏ប៉ុន្តែអ្នកភូមិបែរជាកទ្រប់រកខាំគាត់ទៅវិញដែលធ្វើឲ្យពួកគេនឹងភ័យយ៉ាងខ្លាំងរួចក៏បានរត់ចេញទៅអស់ដោយបិសាចស្រីនឹងបំរុងតែចាត់ការអ្នកទាំង3ហើយស្រាប់តែត្រូវកណ្ដុរនឹងមកខាត់ធ្វើឲ្យបិសាចស្រីម្នាក់នោះពិតជាខឹងជាមួយនឹងកណ្ដុរយ៉ាងខ្លាំងរួចកណ្ដុរក៏បាននិយាយថានៅទីក្រុងឆាងអាននេះមានពិភពបិសាចមួយប្រសិនបើគេហ៊ានតែធ្វើអ្វីផ្ដេសផ្ដាសដឹងដល់អាណាចក្របិសាចនោះម្ចាស់ទាំងពីរដែលគ្រប់គ្រងនៅក្នុងអាណាចក្របិសាចពិតជាមិនដោះលែងពួកគេឡើយរួចកណ្ដុរក៏បាននិយាយថាគេអាចជួយបិសាចស្រីបានចំណែកឯគេក៏ត្រូវការបិសាចស្រីនឹងជួយគេវិញដូចគ្នាសាច់រឿងក៏បានបង្ហាញអំពីតួប្រុសរបស់យើងវិញម្ដងនៅពេលដែលគេកំពុងតែរៀបឯកសារគេបានសង្កេតឃើញថាឯកសារដែលតាក់ទងជាមួយនឹងរឿងរ៉ាវកាលពី18ឆ្នាំមុននោះត្រូវបានបាត់ហើយដូច្នេះគេក៏បានទៅសួរលោកម្ចាស់ស៊ីដោយលោកម្ចាស់ស៊ីមិនត្រឹមតែមិនដឹងអំពីឯកសារមួយនោះទេថែមទាំងបន្តតួប្រុសរបស់យើងថែមទៀតផងដែលមិនចង់ឲ្យគេនឹងរុះរើរឿងក្តីដែលកើតឡើងចាស់ពីមុនអីចឹងណាបើទោះបីជាតួប្រុសនឹងចង់បកកាយទាមទាររកយុត្តិធម៌ឲ្យជនរងគ្រោះក៏ដោយក៏លោកម្ចាស់ស៊ីអត់ខ្វល់ជាមួយនឹងតួប្រុសដែរនឹងហាមឃាត់កុំឲ្យតួប្រុសនឹងស៊ើបអំពីរឿងនេះទៀតខណៈពេលនោះអ្នកស៊ើបមួយទៀតក៏បានមករាយការណ៍ប្រាប់លោកម្ចាស់ស៊ីថាពេលនេះមានរឿងធំហើយរួចលោកម្ចាស់សួរបញ្ញារត់ចេញទៅខាងក្រៅដោយមិត្តភ័ក្តិរបស់តួប្រុសក៏បាននិយាយថាវាតាក់ទងជាមួយនឹងរឿងក្តីដែលកើតឡើងនៅជាក្រុងខាងលិចហើយពេលនេះលោកម្ចាស់លាវនៅមិនទាន់ចាត់ចែងឲ្យអ្នកណាទៅចាត់ចែងរឿងក្តីមួយនេះឡើយសាច់រឿងក៏បានបង្ហាញអំពីមុខផ្ទះរបស់លោកម្ចាស់លាវដល់ពេលនេះពោពេញទៅដោយប្រជារាស្ត្រគេសូមឲ្យលោកម្ចាស់លាវនឹងដោះស្រាយអំពីបញ្ហានៅជាក្រុងខាងលិចក្នុងរយៈពេលអត់ទាន់ដល់កន្លះខែផងមានអ្នកស្រុកចំនួន6នាក់ត្រូវបានបាត់ខ្លួនដូច្នេះហើយអ្នកភូមិទាំងអស់គ្មានអ្នកណាហ៊ានចូលទៅក្នុងព្រៃមួយនោះទៀតទេដោយលោកម្ចាស់សួរគេមានលេសយ៉ាងច្រើនថាគេនឹងគ្រាន់តែស៊ើបក្តីតែប៉ុណ្ណោះរឿងចាប់តម្រុយអីហ្នឹងទុកឲ្យលោកម្ចាស់យ៉ាមីនទៅតែលោកម្ចាស់យ៉ាមីនណាបែរជាខឹងជាមួយនឹងលោកម្ចាស់ស៊ូទៅវិញធ្វើឲ្យពួកគេទាំងពីរនាក់ឆ្លោះគ្នាឡើងផ្អើលទីនោះតែម្ដងឃើញបែបនេះលោកមន្ត្រីលាវក៏បានថាឲ្យពួកគេទាំងពីរនាក់នឹងឲ្យពួកគេនឹងបញ្ចេញមតិយោបល់របស់ខ្លួនថែមទៀតផងប៉ុន្តែពួកគេទាំងពីរនាក់អត់ដឹងថាធ្វើអ្វីទេនៅពេលនេះធ្វើឲ្យលោកមន្ត្រីលាវពិតជាហួសចិត្តជាមួយនឹងពួកគេយ៉ាងខ្លាំងខណៈពេលនោះទូប្រុសរបស់យើងក៏បានចូលមកដល់ហើយគេក៏សូមស្នើខ្លួនដើម្បីស៊ើបរឿងក្តីមួយនេះផងដែរបើទោះបីជាលោកម្ចាស់ស៊ូនឹងព្យាយាមឲ្យទូប្រុសដកខ្លួនក៏ប៉ុន្តែទូប្រុសគេនៅតែចេះចង់ស៊ើបរឿងក្តីមួយនេះដោយខ្លួនឯងឃើញអំពីភាពក្លាហានរបស់មេជូបែបនេះធ្វើឲ្យអ្នកនាងលាវក៏បានសរសើរទៅកាន់គាត់ថាគាត់ពិតជាមនុស្សដែលខុសពីគេពិតមែនសាច់រឿងក៏បានបង្ហាញអំពីទីក្រុងបិសាចវិញម្ដងដោយពេលនេះទូស្រីគេមានការបារម្ភជាមួយនឹងឆ្អឹងបុរាណនោះខ្លាំងមែនទែនដោយសារតែឆ្អឹងបុរាណនេះគឺជាផ្នែកមួយធ្វើឲ្យស្ដេចបិសាចរស់ឡើងវិញហើយវាពិតជាមានឥទ្ធិពលខ្លាំងណាស់នៅកាលពី18ឆ្នាំមុនបង្កឲ្យមានភាពវឹកវរនៅពាសពេញទីក្រុងឆាងអានដោយលោកម្ចាស់ឆ្មារបស់គេនឹងក៏ត្រូវបានលះបង់ជីវិតដើម្បីបង្ក្រាបវាផងដែររំពេចនោះបាក់សីជូអ៊ីងដែលជាជំនួយការម្នាក់ទៀតរបស់បិសាចឆ្មាក៏បាននាំដំណឹងមួយមកប្រាប់នាងអំពីឈើរន្ទះដែលទូស្រីនឹងកំពុងតែតាមរកថាវាស្ថិតនៅរូងភ្នំនៃជាក្រុងខាងលិចរួចទូស្រីក៏បានឲ្យជឺស៊ូបង្ហាញអំពីព័ត៌មានលម្អិតនៃឈើរន្ទះដោយឈើរន្ទះមួយនេះវាកើតឡើងអំពីស្មារតីនៃការរក្សាបីបាច់របស់ថាមពលរន្ទះឋានសួគ៌ដូច្នេះហើយវាពិតជាមានកម្លាំងខ្លាំងណាស់ដែលធ្វើឲ្យបិសាចធម្មតានឹងក៏មិនអាចចូលចិត្តវាបានដែររួចទូស្រីគេចង់ចូលយកឈើរន្ទះនោះដោយខ្លួនឯងនិងប្រើសមាសធាតុជាមនុស្សរបស់គេនៅពេលថ្ងៃជឺស៊ូគេពិតជាបារម្ភជាមួយនឹងទូស្រីខ្លាំងមែនទែនគេមិនចង់ឲ្យទូស្រីនឹងទៅតែម្នាក់ឯងនោះទេតែនាងបានប្រាប់កុំឲ្យគេបារម្ភអីនាងនឹងចេញដំណើរនៅក្នុងថ្ងៃស្អែកនេះហើយសាច់រឿងក៏បានបង្ហាញពីតួប្រុសជាមួយនឹងអាហួរដោយអាហួរគេពិតជាខឹងជាមួយនឹងអ្នកដែលនៅក្នុងសំណាក់ស៊ើបអង្កេតនោះខ្លាំងមែនទែនថាពួកគេសុទ្ធតែជាមនុស្សកំសាអីចឹងទៅក៏ប៉ុន្តែតួប្រុសគេបាននិយាយប្រយោជន៍ទៅកាន់អាហួរវិញថាគេមិនមែនជាមនុស្សកំសាទេក៏ប៉ុន្តែគេមានទូនាទីផ្សេងទៀតដែលត្រូវធ្វើក្រោយមកតួប្រុសក៏បានសួរអំពីប្រាក់កាសថាតើយើងនឹងនៅសល់លុយប្រមាណដែរអាហួរគេក៏បានឆ្លើយតាមនឹងទៅរួចតួប្រុសក៏បាននឹកឃើញដល់សម្ដីរបស់តួស្រីថានៅពេលដែលនាងមកទីនេះធ្វើឲ្យផុកប្រឡាក់ជើងនាងអីចឹងណាក្រោយមកមេជួគេបានសម្រេចចិត្តថាយកប្រាក់សន្សំរបស់គេទាំងអស់ហ្នឹងជួសជុលផ្លូវនេះនិងរើផ្ទះរបស់លាផងដែរលើបែបនេះធ្វើអាហួរហ្នឹងគេអាណិតទៅកាន់លាខ្លាំងមែនតើថាតើលាហ្នឹងមានកន្លែងណានៅទៅម្យ៉ាងវិញទៀតអាតេះយើងទួយសឹងអីហ្នឹងប៉ុន្តែតួប្រុសអត់ខ្វល់ទេគោលដៅរបស់គេហ្នឹងគឺចង់ធ្វើផ្លូវចូលផ្ទះគេហ្នឹងឲ្យបានស្អាតបាតសម្រាប់តួស្រីមកលេងអីចឹងណាសាច់រឿងក៏បានបង្ហាញអំពីទាមួយកន្លែងដែលតួស្រីហ្នឹងកំពុងតែញ៉ាំអីខណៈពេលនោះស្រាប់តែមានមនុស្ស2នាក់បានយកផ្លាកបញ្ជារបស់ពួកគេហ្នឹងដេញភ្ញៀវទៅអស់ក្រោយមកតួស្រីក៏បានដឹងថាអ្នកទាំង2នាក់នេះគឺបងស្រីរបស់នាងបានបញ្ជូនឲ្យមកការពារនាងពីព្រោះតែគាត់អត់ទុកចិត្តនៅពេលដែលតួស្រីហ្នឹងចេញពីវិមានចំណ
ចំណែកឯនៅជ័យភ្នំអាឡិចឯនេះវិញនៅថ្ងៃនេះមានមនុស្ស2នាក់ឯងត្រូវបានសន្លប់ហើយពួកគេសុទ្ធសឹងតែជាមនុស្សដែលមានកម្លាំងខ្លាំងក្លាបំផុតនៅប្រចាំភូមិរបស់គេប្រជា រីពិតជាបារម្ភជាមួយនឹងបញ្ហានេះខ្លាំងមែនទែននិងសូមឲ្យតួប្រុសរកដំណោះស្រាយឲ្យពួកគេផងពួកគេពិតជាមិនហ៊ានឡើងលើព្រៃដើម្បីកាប់អុសឬក៏បបបាញ់សត្វនោះឡើយដោយតួប្រុសបានអះអាងយ៉ាងច្បាស់ថាគេនឹងជួយដោះស្រាយបញ្ហានេះទៅឲ្យអ្នកស្រុកតែអ្នកស្រុកពិតជាមិនសូវជឿគាត់ប្រមាណឡើយដោយសារតែរូបរាងរបស់គាត់នឹងស្ដាងខ្លាំងពេកដូច្នេះហើយអ្នកស្រុកអ្នកភូមិនឹងខ្លាចគាត់ត្រូវមិនបានរត់ទៅបាត់អីអញ្ចឹងណារួចតួស្រីក៏បានបង្ហាញវត្តមានដោយជិះលារបស់នាងនិងបានបាញ់ព្រួយមួយគ្រាប់ទៅលើដើមឈើថែមទៀតផងបន្ទាប់មកនាងក៏បានបង្ហាញអំពីឥទ្ធិពលរបស់នាងទៅកាន់អ្នកស្រុកអ្នកភូមិត្បូងអ្នកស្រុកអ្នកភូមិពិតជាអត់ជឿជាមួយនឹងនាងឡើយបន្ទាប់ពីបានមើលផ្លាកសញ្ញាដែលស្ថិតនៅលើកងការពារទាំងពីរទើបគេនឹងជឿជាក់ទៅលើតួស្រីបន្ទាប់មកទៀតតួស្រីក៏បានចុះទៅសរសើរតួប្រុសនៅមុខប្រជាជននិងសូមឲ្យប្រជារាស្ត្រជឿជាក់ទៅលើតួប្រុសរបស់យើងទៅថាគាត់ពិតជាអាចទាមទាររកយុត្តិធម៌ឲ្យអ្នកទាំងអស់គ្នាបានបន្ទាប់ពីប្រជាជនយល់ច្បាស់អំពីទឹកចិត្តរបស់ពួកគេហើយគេក៏បានជួលដំណើរអ្នកទាំងពីរនឹងឡើងទៅលើភ្នំដោយតួស្រីនាងក៏បានធ្វើដំណើរចូលទៅក្នុងភ្នំនេះដូចគ្នានិងបានប្រាប់ឲ្យអង្គរៈរបស់នាងទាំងពីរនឹងទៅប្រាប់ព្រះមហេសីទៅថាគេបានទៅជាមួយមីជូអំឡុងពេលធ្វើដំណើរតួស្រីគេបានទាគុណបុណ្យអំពីតួប្រុសរបស់យើងក៏ប៉ុន្តែតួប្រុសរបស់យើងក៏បានសួរទៅកាន់នាងវិញថាហេតុអ្វីបានជានាងនឹងធ្វើដំណើរមកកាន់ជាយក្រុងខាងលិចដោយតួស្រីឆ្លើយគេដដែលហ្នឹងគឺចង់ការពារតួប្រុសនឹងឯងលើបែបនេះធ្វើឲ្យតួប្រុសនឹងគេហួសចិត្តយ៉ាងខ្លាំងដោយតួស្រីនៅតែនិយាយសរសើរទៅកាន់តួប្រុសម្ដងហើយម្ដងទៀតធ្វើឲ្យមុខរបស់តួប្រុសនឹងឡើងក្រហមសាច់រឿងក៏បានបង្ហាញអំពីអាណាចក្របិសាចវិញម្ដងដោយពេលនេះចាស់ទុំប្រភេទបានមកឲ្យស៊ូជួយរកកូនបិសាចរបស់ខ្លួនថាគាត់បានរកមើលពេញអាណាចក្របិសាចនេះហើយនៅតែមិនឃើញទៀតនឹងសូមឲ្យជាស៊ឺរាយការណ៍រឿងនេះទៅប្រាប់លោកម្ចាស់ឆ្មាក៏ប៉ុន្តែជាស៊ឺគេបានប្រកែកថាពេលនេះលោកម្ចាស់ឆ្មានឹងកំពុងតែចរវល់ទុកឲ្យគេគឺជាអ្នករកកូនបិសាចនោះដោយខ្លួនឯងដោយមុននឹងចាក់ចេញទៅចាស់ទុំប្រភេទក៏បាននិយាយចាក់ចុយទៅកាន់ស៊ឺធ្វើឲ្យត្បិតតែស៊ឺជាមួយនឹងតួស្រីធំឡើងជាមួយគ្នាក៏ពិតប្រាកដមែនប៉ុន្តែតួស្រីគេគឺជាមនុស្សពាក់កណ្ដាលនិងបិសាចពាក់កណ្ដាលនឹងសូមឲ្យគេគិតឡើងវិញម្ដងទៀតថាអាណាចក្របិសាចត្រូវតែជាបិសាចជាអ្នកគ្រប់គ្រងក្រោយមកស៊ឺជួគេបានចូលទៅកន្លែងរបស់គេរួចក៏បានយកកូនបិសាចដែលគេកំពុងតែតាមរកនឹងយកទៅដុតក្នុងឡដោយនិយាយថាតាមការពិតទៅគេចង់ឲ្យកូនបិសាចនឹងរស់នៅបានប៉ុន្មានថ្ងៃទៀតក៏ប៉ុន្តែពេលនេះចាស់ទុំប្រភេទពិតជាបង្កបញ្ហាច្រើនពេកហើយដូច្នេះហើយគេមិនអនុញ្ញាតឲ្យអ្នកណាម្នាក់នឹងធ្វើបាបទៅកាន់តួស្រីរបស់យើងនោះទេក្រោយមកយើងមើលតួស្រីជាមួយនឹងតួប្រុសឯនេះវិញអំឡុងពេលធ្វើដំណើរឡើងទៅលើភ្នំតួស្រីគេក៏បានពេញចិត្តជាមួយនឹងផ្កាដោយប្រឹងហក់បេះផ្កាអីអញ្ចឹងណាតួប្រុសឃើញបែបនេះហើយគេក៏បានបេះផ្កាមួយនឹងយកមកឲ្យតួស្រីក៏ប៉ុន្តែតួស្រីអត់ចង់បានមួយនោះទេនាងក៏បន្តឈោងបេះផ្កាមួយម៉ែកធំយកមកដាក់ឲ្យលារបស់គេបន្ទាប់ពីដើរទៅមុខបន្តិចស្រាប់តែមានផ្សែងអាប់នឹងចុះមកយ៉ាងក្រាស់ដោយផ្សែងមួយនោះវាអាចបង្កឲ្យមនុស្សនឹងកើតការស្មើសម័យបានរួចតួស្រីគេក៏បានយកកន្សែងដែលគេត្រៀមទុកនឹងទៅឲ្យតួប្រុសចងច្រមុះថែមទាំងចង់ឲ្យសត្វលារបស់គេទៀតផងបន្ទាប់ពីធ្វើដំណើរទៅមុខបន្តិចទៀតផ្លូវដែលពួកគេកំពុងតែដើរនឹងគឺអត់មានទៅមុខបន្តទៀតទេដោយបង្ខំឲ្យតួស្រីជាមួយនឹងតួប្រុសត្រូវដើរថ្មើរជើងទៅម្ដងរួចពួកគេក៏បានធ្វើដំណើរឡើងទៅលើភ្នំអំឡុងពេលដែលពួកគេទៅពេលអ្នកកំពុងតែដើរនិយាយគ្នាតួស្រីក៏បានកលិចជើងធ្វើឲ្យនាងនឹងមានការឈឺជើងយ៉ាងខ្លាំងរួចតួប្រុសក៏បានសម្រេចចិត្តថាឲ្យនាងនឹងឡើងលើខ្នងរបស់គេមកទុកឲ្យគេគឺជាអ្នកបីនាងឡើងបន្តទៀតតួស្រីក៏មិនស្ទាក់ស្ទើរដែរក៏បានឲ្យតួប្រុសនឹងបីនាងជាបន្តបន្តិចក្រោយមកសត្វតាមេមេអំបៅមួយហោះមកទុំដៃរបស់តួស្រីចំណែកឯតួស្រីនាងក៏បានយកមេអំបៅមួយនោះទៅបន្តដាក់នៅលើក្បាលរបស់តួប្រុសមើលទៅកាន់តួប្រុសដូចជាមានអារម្មណ៍ល្អចំពោះតួស្រីបន្តិចហើយចំណែកឯតួស្រីវិញនាងក៏លួចញញឹមដោយសារតែការពេញចិត្តដូចគ្នានៅដែនដីអាណាចក្របិសាចឯនេះវិញបន្ទាប់ពីដឹងថាគ្មានមនុស្សនៅកន្លែងច្រកចេញចូលចាស់ទុំពពផែក៏បានបញ្ចេញសត្វកណ្ដោរបស់ខ្លួននឹងឲ្យចេញទៅខាងក្រៅដោយរឿងមួយនេះត្រូវបានមើលឃើញដោយជំនួយការរបស់អ្នកនាងលាវហើយគេក៏បានយកវានឹងទៅប្រាប់ស៊ូដោយគិតអំពីសម្ដីរបស់ជំនួយការអ្នកនាងលាវចុះឡើងទើបគេដឹងថាចាស់ទុំពផែបានប្រើវិជាហាមឃាត់ដោយបញ្ជូនដំណឹងទៅឲ្យបិសាចខាងក្រៅក្នុងគោលបំណងធ្វើបាបតួស្រីរបស់យើងនោះមានន័យថាលោកម្ចាស់ឆ្មាកំពុងតែមានគ្រោះថ្នាក់ឯងសាច់រឿងក៏បានបង្ហាញអំពីជ័យភ្នំខាងលិចវិញម្ដងដោយពេលនេះកណ្ដោមួយក្បាលនោះបានពំនាំដំណឹងដែលតួស្រីចុះមកលើភ្នំនេះដើម្បីស្វែងរកឈើរន្ទះនឹងទៅប្រាប់បិសាចស្រីថែមទាំងឲ្យបិសាចស្រីចាត់ការនាងថែមទៀតផងដោយចាស់ទុំប្រភេទបានធានាអំពីសុវត្ថិភាពរបស់នាងថាមិនឲ្យនាងនឹងមានគ្រោះថ្នាក់ឡើយរួចបិសាចស្រីប្រាប់កុំឲ្យគាត់នឹងបារម្ភអីម្យ៉ាងវិញទៀតក៏មានអ្នកស៊ើបមកពីសំណាក់យុត្តិធម៌ចូលមកទីនេះដូចគ្នាហើយនាងអត់ខ្វល់នោះឡើយឲ្យតែអ្នកណាចូលមកក្នុងព្រៃនេះសុទ្ធតែជាចំណីរបស់នាងទាំងអស់នៅពេលដែលតួស្រីបានធ្វើដំណើរទៅដល់ជិតមាត់រូងភ្នំតួស្រីនាងក៏បានរឹកលេសធ្វើជាឃ្លានយ៉ាងខ្លាំងនឹងឲ្យតួប្រុសទៅរកចំណីអាហារឲ្យនាងបន្ទាប់មកនាងក៏បានរត់គេចទៅក៏ប៉ុន្តែអត់ទាន់បានរត់ចេញផងតួប្រុសគេបានយកទន្សាយមួយក្បាលមកភ្លាម
មៗដែលធ្វើឲ្យនាងនឹងខ្លាញ់ជាមួយគេខ្លាំងមែនតើរួចក៏បាននិយាយថាគេអត់ចូលចិត្តញ៉ាំឆ្មានិងញ៉ាំទន្សាយទេព្រោះវាគឺជាធនកសត្វដែលគួរឲ្យស្រឡាញ់ខ្លាំងណាស់នឹងបានធ្វើឲ្យទន្សាយនោះរួចថែមទៀតផងអ្វីដែលសំខាន់នាងក៏បានដេញតួប្រុសនឹងឲ្យទៅរកអាហារម្ដងទៀតនៅពេលដែលឃើញតួប្រុសទិញទៅបាត់ហើយតួស្រីក៏បញ្ញាបញ្ញាធ្វើដំណើរចូលទៅកាន់រូងភ្នំមួយនោះសាច់រឿងក៏បានបង្ហាញអំពីបិសាចស្រីវិញម្ដងដោយពេលនេះស្រាប់តែមានអ្នកណាម្នាក់កំពុងតែវាយប្រហារទៅកាន់នាងហើយម្នាក់នោះគឺជាជឿស៊ូយើងនេះឯងនាងបានសួរបិសាចស្រីអំពីកណ្ដុរកញ្ចាស់មួយក្បាលនោះតើវានៅឯណាបិសាចស្រីមើលទៅមិនសូវស្រួលគេក៏បាននិយាយបន្លំទៅកាន់ស៊ូស៊ូដោយនិយាយដូចជាញ៉ែញងស៊ូស៊ូអញ្ចឹងណាឆ្លៀតឱកាសនៅពេលដែលស៊ូស៊ូអត់បានចាប់អារម្មណ៍នាងក៏បានប្រើមុនសណ្ដំនឹងទៅកាន់ស៊ូស៊ូដែលធ្វើឲ្យគេសម័យទៅដល់តួស្រីរបស់យើងពីព្រោះតែគេនឹងបានលងស្រឡាញ់ជាមួយនឹងតួស្រីរបស់យើងនឹងតាំងពីយូរណាស់មកហើយសាច់រឿងក៏បានបង្ហាញអំពីតួស្រីវិញម្ដងដោយពេលនេះនាងបានចូលទៅក្នុងលាងភ្នំបំរុងនឹងយកកំបិតទៅយកឈើរន្ទះទៅហើយស្រាប់តែបិសាចក៏បានចូលមកដល់នឹងប្រើឲ្យវ៉ាជាច្រើនវាបហាទៅកាន់តួស្រីរបស់យើងភ្លាមនោះវ៉ាក៏បានវាយត្រូវដើមឈើដែលបង្ហាញអំពីវត្តមានឈើរន្ទះនៅក្នុងដើមឈើធំមួយនោះចំណែកឯតួប្រុសបន្ទាប់ពីបានមកពីរកអាហារមិនឃើញតួស្រីគេក៏បានបន្តស្វែងរកអូចិនចំណែកឯអូចិនដែលនៅខាងក្នុងឯនេះវិញបន្ទាប់ពីបានឈើញឈើរន្ទះនាងក៏បានទៅយកនឹងបំរុងនឹងចាក់ចេញទៅតែក៏ត្រូវបានវ៉ាមួយនឹងវាបហាមកកាន់នាងសំណាងល្អតួប្រុសក៏បានទាញនាងចេញតាន់ពេលរួចក៏បានកំចាត់វ៉ាឈើមួយនោះឲ្យតិចទីអស់សាច់រឿងក៏បានបង្ហាញអំពីបិសាចស្រីវិញម្ដងដោយពេលនេះផែនការរបស់គេបរាជ័យបន្តិចហើយពីព្រោះតែគេនឹងធ្វើប្រហែលខ្លាំងពេកគិតថាបរិះម្នាក់នោះទន់ខ្សោយតែតាមការពិតទៅគាត់មិនមែនដូចអ្វីដែលនាងបានគិតនោះទេដោយបិសាចស្រីអត់ទាន់អស់ផ្លូវត្រឹមនេះឡើយពីព្រោះតែស៊ូស៊ូបានធ្លាក់ចូលទៅក្នុងអន្ទាក់សណ្ដំរបស់នាងបាត់ទៅហើយដោយកណ្ដុរបានប្រាប់នាងម្ដងហើយម្ដងទៀតថាធ្វើយ៉ាងណាក៏ដោយត្រូវតែកំចាប់ស្ដេចឆ្មាឲ្យបាននៅក្នុងថ្ងៃនេះរួចបិសាចស្រីក៏បានប្រាប់ឲ្យគាត់នឹងកុំបារម្ភអីសាច់រឿងក៏បានបង្ហាញអំពីអ៊ូចិនជាមួយនឹងម៉ៃជូដល់ពេលនេះម៉ៃជូបានរំរបួសឲ្យតួស្រីធ្វើឲ្យតួស្រីនឹងមានអារម្មណ៍ចូលចិត្តគេកាន់តែខ្លាំងឡើងក្រោយមកម៉ៃជូក៏បានសួរអំពីមូលហេតុដែលតួស្រីនឹងចូលទៅក្នុងរូងភ្នំមួយនោះរួចតួស្រីក៏បានឆ្លើយតាមតំណែងអីអញ្ចឹងទៅដោយតួស្រីក៏បានសួរទៅកាន់ម៉ៃជូវិញថាហេតុអ្វីបានជាគេចេះក្បាច់គុណហាក់ប្រាប់នាងអីអញ្ចឹងណាតួប្រុសក៏បានឆ្លើយប្រាប់ថានាងនឹងមិនដែលសួរគេពីមុនមកផងហ្នឹងបន្ទាប់ពីនិយាយគ្នាបានបន្តិចតួប្រុសក៏បានបេះភ្លើងមាន់នឹងទៅឲ្យតួស្រីរូបពេជ្រនោះគេក៏បានសង្កេតឃើញផ្សែងអាប់យ៉ាងក្រាស់ដោយមានលក្ខណៈខុសពីធម្មតាគេក៏បានសុំតួស្រីនឹងទៅរកទឹកហើយបានប្រាប់តួស្រីកុំឲ្យទៅណាពីទីនេះសោះក្រោយមកតួស្រីនាងបានដឹងថាអាប់នោះគឺបង្កឡើងដោយបិសាចដូច្នេះហើយធ្វើឲ្យនាងនឹងបារម្ភពីតួប្រុសយ៉ាងខ្លាំងរួចក៏បានធ្វើដំណើរចេញទៅរកតួប្រុសចំណែកឯមេជូរបស់យើងឯនេះវិញបន្ទាប់ពីគេបានដើរដល់កន្លែងដែលមានអាប់ខ្លាំងគេក៏បានសម័យអំពីសត្វអាសេរពឹសយ៉ាងច្រើនរួចតួប្រុសក៏បាននិយាយថាទីនេះពិតជាមានរបស់អាក្រក់ច្រើនខ្លាំងណាស់រួចគេក៏បានដើរទៅមុខបន្តទៀតចំណែកឯតួស្រីរបស់យើងពេលនេះគេប្រឹងស្រែកហៅតួប្រុសខ្លាំងមែនតែនៅតែមិនឃើញគេដដែលនៅខាងតួប្រុសឯនេះវិញអំឡុងពេលដែលគេកំពុងតដើរស្រាប់តែមានសម្លេងស្រីម្នាក់ស្រែកហៅគេពីខាងក្រោយដោយសម្លឹងមើលទៅទើបគេដឹងថាអូចិនណាបានមកតាមគេដោយនាងបានសុំឲ្យតួប្រុសនឹងទៅយកផ្កាដែលស្ថិតនៅខាងលើនោះមកឲ្យនាងបន្ទាប់ពីគេបានយកផ្កានោះមកហើយតួស្រីក៏បានសុំឲ្យគេនឹងសើបផ្កាមួយនោះទៅឲ្យនាងអំឡុងពេលដែលសើបផ្កានាងក៏បានបញ្ចេញផ្សែងសណ្ដាំទៅកាន់តួប្រុសរបស់យើងនោះវាមានន័យថានាងគឺជាបិសាចដែលខ្លាចបន្លំធ្វើជាតួស្រីអំឡុងពេលដែលតួប្រុសកំពុងតែត្រូវសណ្ដាំបិសាចមួយនោះក៏បានយកដៃរបស់ខ្លួននឹងទៅអែមុខតួប្រុសដូចជាស្រឡាញ់គេខ្លាំងណាស់អញ្ចឹងបន្ទាប់មកទៀតក៏បានយកមាត់របស់គេនឹងបំរុងទៅថើបតួប្រុសទៅហើយក៏ប៉ុន្តែត្រូវបានតួប្រុសដឹងខ្លួនទាន់នឹងច្រានបិសាចមួយនោះឲ្យខ្ទាតចេញទៅឆ្ងាយក្រោយមកដល់វេនរបស់តួស្រីវិញម្ដងដោយពេលនេះបិសាចស្រីដូចជាចង់លេងជាមួយនឹងតួស្រីម្ដងឯងក្រោយពេលដែលមេជូត្រូវបានបិសាចបន្លាចម្ដងហើយគេក៏មានការប្រុងប្រយ័ត្នជានិច្ចខណៈពេលនោះនៅពេលដែលគេបានជួបតួស្រីគេក៏បានយកកំបិតនឹងទៅភ្ជង់ទៅកាន់នាងភ្លាមស្របពេលជាមួយគ្នាក៏មានតួស្រីម្នាក់ទៀតបង្ហាញខ្លួនឡើងដោយធ្វើឲ្យគេមិនអាចបែងចែកនោះឡើយថាម្នាក់ណាគឺជារូបពិតហើយម្នាក់ណាគឺជាបិសាចខ្លាចបន្លំខ្លួនដោយមើលទៅបិសាចម្នាក់នោះព្យាយាមប្រោសអំពីអត្តសញ្ញាណថាខ្លួនឯងគឺជាអ្នកពិតប្រាកដនិងបានបញ្ជាឲ្យមេជូនឹងសម្រាប់អូចិនពិតប្រាកដចោលទៅបន្ទាប់ពីមេជូបានបិទភ្នែកសមាធិបន្តិចគេក៏បានយកកំបិតចាក់ទៅលើអូចិនខ្លាំងៗដែលធ្វើឲ្យបិសាចមួយនោះពិតជាខឹងជាមួយនឹងមេជូខ្លាំងមែនទែនរួចក៏បានប្រើផ្សែងពុលរបស់គេយ៉ាងកាចសាហាវបុកទម្លុះខ្លួនរបស់គាត់បណ្ដាលឲ្យគាត់នឹងដួលសន្លប់ភ្លាមតួស្រីឃើញបែបនេះហើយនាងពិតជាភ័យខ្លាំងមែនទែនហើយសាច់រឿងក៏បានបង្ហាញអំពីបិសាចស្រីវិញម្ដងដោយពេលនេះនាងក៏បានត្រូវរបួសជាទម្ងន់ដូចគ្នាឃើញបែបនេះកណ្ដុរមួយនោះក៏ចង់ផ្ដាច់ទំនាក់ទំនងជាមួយនឹងនាងភ្លាមដោយសារតែពេលនេះការងាររបស់នាងបរាជ័យដូច្នេះហើយគេក៏មានបញ្ហាទៅជាមួយផងដែររួចគេក៏បានឲ្យនាងនឹងគេចខ្លួនពីកន្លែងនេះទៅហើយគេនឹងត្រូវត្រឡប់ទៅកាន់ដែនដីបិសាចវិញខណៈពេលនោះស៊ូគេក៏បានមកដល់និងចាប់យកកណ្ដុរមួយនោះភ្លាមដោយនិយាយចំអកទៅកាន់ល្បិចកំពេចកំពករបស់ចាស់ទុំប្រផេះថែមទាំងបានសម្លាប់កណ្ដុរមួយនោះទៀតផងដែលធ្វើឲ្យចាស់ទុំប្រ
ប្រភេទគេឈឺចាប់ក្អួតឈាមចេញមកក្រៅឃើញបែបនេះបិសាចស្រីក៏បានរត់គេចទៅចំណែកឯចាស់ទុំប្រភេទវិញគេពិតជាខឹងជាមួយនឹងស៊ូស៊ូខ្លាំងមែនទែនចំណែកឯខាងតួស្រីរបស់យើងពេលនេះជាតិពុលបានចូលពេញរាងកាយរបស់តួប្រុសដែលធ្វើឲ្យគេនឹងមិនអាចដឹងខ្លួនបានឡើយអំឡុងពេលនោះនាងក៏បានពិនិត្យឃើញថាមេឃក៏ចាប់ផ្ដើមយប់ផងដែរដូច្នេះហើយនាងក៏បានបញ្ចេញអំពីឥទ្ធិពលរបស់ខ្លួនដកយកផ្សែងពុលដែលនៅខាងលើនោះឲ្យរលាយបាត់អស់និងបន្តបូតយកជាតិពុលដែលនៅក្នុងខ្លួនរបស់តួប្រុសទៀតដោយសកម្មភាពរបស់នាងត្រូវបានមើលឃើញដោយស៊ឺស៊ូគេមានអារម្មណ៍ថាឈឺចាប់មែនទែននៅពេលដែលឃើញមនុស្សដែលខ្លួនស្រឡាញ់នឹងទៅយកចិត្តទុកដាក់ជាមួយនឹងអ្នកផ្សេងក្រោយពេលដែលនាងបានបឺតយកសារធាតុពុលអស់នាងមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងតែមើលនាងប៉ុន្តែនៅពេលដែលនាងកលែកមើលទៅទីនោះគឺអត់មានអ្នកណានោះទេដោយមើលទៅកាន់តួស្រីគេដូចជាមានអារម្មណ៍ល្អជាមួយនឹងតួប្រុសខ្លាំងដល់ហើយសាច់រឿងក៏បានបង្ហាញអំពីមេស៊ឺវិញម្ដងដោយពេលនេះគេមិនព្រមចោះចាញ់ឡើយសុកចិត្តលូនតាមរូនឆ្កែដើម្បីមករកបិសាចនៅក្នុងភូមិគ្រឹះគ្រួសារលាវរំពេចនោះអ្នកនាងលាវក៏បានចូលមកដល់និងពមៀនទៅកាន់ស៊ឺម្ដងទៀតថាឲ្យគេនឹងឈប់ផ្សព្វផ្សាយពាក្យជាចាំរាមថានៅក្នុងផ្ទះរបស់នាងមានបិសាចទៀតទៅតែមេស៊ឺគេបានបញ្ជាក់ម្ដងហើយម្ដងទៀតថានៅក្នុងថ្ងៃនោះគេបានឃើញបិសាចពស់សមួយយ៉ាងធំនៅក្នុងផ្ទះមួយនេះឮបែបនេះអ្នកនាងលាវក៏បានបកគោភារកិច្ចមួយឲ្យទៅគេហើយយើងក៏មិនទាន់ដឹងដែរថាភារកិច្ចនោះគឺជាភារកិច្ចអ្វីសាច់រឿងក៏បានបង្ហាញអំពីតួប្រុសដល់ពេលនេះគាត់បានដឹងខ្លួនហើយអំឡុងពេលដែលគាត់កំពុងតែសន្លប់គាត់បានដឹងថាតួស្រីបានស្រូបយកសារធាតុពុលពីគាត់ប៉ុន្តែគាត់បែរជាសួរតួស្រីថាតើខ្លួនឯងនឹងកើតអ្វីទៅវិញរួចព្យាយាមសួរទៅកាន់តួស្រីយ៉ាងច្រើនដោយតួស្រីរបស់យើងគេអាចបានប្រាប់ថាគេបានជួយសង្គ្រោះគាត់នោះឡើយគេគ្រាន់តែប្រាប់ត្រឹមថានៅពេលដែលគេសន្លប់នាងបានការពារគេរហូតដល់គេដឹងខ្លួនឡើងវិញរួចអ្នកទាំងពីរក៏បន្តមើលព្រះច័ន្ទរហូតដល់ថ្ងៃរះក្រោយពេលដែលនាងបានចុះទៅលើភ្នំវិញអង្គរៈទាំងពីរក៏បានយករទេះនឹងមកទទួលតួស្រីដោយបានអញ្ជើញតួស្រីនឹងទៅកាន់ទីក្រុងវិញអំឡុងពេលដែលពួកគេបានធ្វើដំណើរគេក៏បានជួបជាមួយនឹងមេស៊ឺដោយមេស៊ឺគេបាននិយាយប្រាប់តួស្រីថានៅក្នុងផ្ទះរបស់អ្នកនាងលាវមានបិសាចពិតប្រាកដមែនហើយអ្នកនាងលាវបានបកគលកិច្ចការមួយមកឲ្យគេហើយកិច្ចការមួយនោះសម្ងាត់ខ្លាំងណាស់ដល់ឲ្យគេនឹងធ្វើដំណើរមកភូមិខាងលិចដើម្បីរកស្មៅទេវតារួចគេក៏បានរៀបរាប់អំពីលក្ខណៈយ៉ាងច្រើនទៀតនិងបានសួរទៅកាន់តួស្រីថាតើជឿគេដែរឬទេក្រោយមកតួស្រីគេដឹងយ៉ាងច្បាស់ថាគេប្រកាសជាចាញ់ល្បិចរបស់អ្នកនាងលាវហើយរួចក៏បានបញ្ជាឲ្យអង្គរៈរបស់គេទាំងពីរនាក់ហ្នឹងនាំអ្នកប្រុសមេស៊ឺត្រឡប់ទៅកាន់ខេត្តឋានវិញក្រោយពីរទេះបានចូលទៅដល់ក្នុងទីក្រុងឆាងអានតួប្រុសក៏បានសុំតួស្រីហ្នឹងត្រឡប់ទៅផ្ទះវិញដោយខ្លួនឯងពីព្រោះតែផ្លូវរបស់គេទាំងពីរនាក់ហ្នឹងមានទិសដៅផ្ទុយគ្នាចំណែកឯតួស្រីគេក៏មិនថាអ្វីដែរនឹងបានផ្ដាំទៅតួប្រុសថាជួបគ្នាម្ដងទៀតរួចអង្គរៈតួស្រីក៏បានមកសួរនាងថាតើនាងហ្នឹងចង់ត្រឡប់ទៅវិមានវិញឬក៏ទៅណាបន្តទៀតតួស្រីនាងក៏បានប្រាប់ថាឥឡូវនេះនាងមានកិច្ចការនៅក្នុងផ្ទះរួយអញ្ចឹងហើយគេត្រូវតែពំនាំដំណឹងនាងជាមួយនឹងមេជូទៅប្រាប់ព្រះអង្គថាកុំឲ្យគាត់នឹងបារម្ភអីម្យ៉ាងទៀតត្រូវប្រាប់ព្រះអង្គអំពីសំណាក់ស៊ើបក្តីពីព្រោះតែរយៈពេលពេញមួយថ្ងៃដែលលោកមីបានចាក់ចេញទៅពួកគេដូចជាមិនសូវខ្វាយខ្វល់ជាមួយនឹងគាត់សោះក្រោយពេលដែលរទេះតួស្រីបានចេញទៅផុតតួប្រុសរបស់យើងគេក៏បានចេញទៅក្រៅក្រុងនៅក្នុងអាណាចក្របិសាចតួស្រីក៏បានបង្ហាញអំពីឈើរន្ទះរបស់គេដែលបានមកនេះទៅកាន់ជំនួយការទាំងពីរដែលអំឡុងពេលដែលតួស្រីទៅយកវានាងក៏មានរបួសបន្តិចផងដែរធ្វើឲ្យជំនួយការស្រីខឹងជាមួយនឹងចាស់ទុំប្រភេទយ៉ាងខ្លាំងតួស្រីនាងក៏មិនឲ្យចាស់ទុំប្រភេទរួចខ្លួនដែររួចនាងក៏បានសួរទៅស៊ូថាតើពេលណាយើងអាចប្រើប្រាស់ឈើរន្ទះមួយនេះដើម្បីបំបែកឆ្អឹងបុរាណមួយនោះស៊ូគេក៏បានប្រាប់មកវិញថាឲ្យតួស្រីនឹងស្ងាត់អារម្មណ៍សិនពីព្រោះតែឥទ្ធិពលនៃឆ្អឹងបុរាណមួយនោះគឺមិនអាចនឹកស្មាននឹងងាយបានឡើយនឹងផ្ដាំតួស្រីឲ្យថយចេញឲ្យឆ្ងាយនៅពេលដែលមានរន្ទះចុះមករួចគេក៏បន្តយកថ្នាំនឹងមកឲ្យតួស្រីបន្ទាប់ពីគេចេញទៅបាតតួស្រីក៏បាននិយាយរឿងរ៉ាវការពីយប់មិញហ្នឹងទៅឲ្យចំណិតរបស់ខ្លួនស្ដាប់និងផ្ដាំប្រាប់ទៅនាងថាកុំឲ្យប្រាប់អាស៊ូពីព្រោះតែនាងហ្នឹងមិនចង់ឲ្យរឿងនេះវាវែងឆ្ងាយទៅមុខទៀតសាច់រឿងក៏បានបង្ហាញអំពីតួប្រុសដោយពេលនេះគេបានទៅដល់ក្នុងព្រៃមួយនិងប្រើវិជារបស់គេដើម្បីហៅបិសាចស្រីនោះចេញមកដោយចរិតរបស់បិសាចស្រីនៅតែផ្កើនដាក់គេដដែលក្រោយមកតួប្រុសក៏បានបញ្ចេញដាវទៅរបស់ខ្លួនដើម្បីវាយប្រហារទៅកាន់បិសាចមួយនោះដោយបិសាចមួយនោះពិតជាមិនអាចយកឈ្នះតួប្រុសរបស់យើងបានឡើយធ្វើឲ្យនាងនឹងខឹងយ៉ាងខ្លាំងថានាងខំហាត់វាអស់រយៈពេលជាច្រើនទសវត្សរ៍ហេតុអ្វីបានជាមកចាញ់គេទៅវិញក្រោយមកនាងក៏បានសួររកហេតុផលថាហេតុអ្វីកាលនោះគេដឹងថានាងនឹងមិនមែនជាមនុស្សពិតប្រាកដរួចតួប្រុសក៏បាននិយាយអំពីលក្ខណៈពិសេសរបស់តួស្រីយ៉ាងច្រើនទៅឲ្យបិសាចមួយនោះស្ដាប់ដោយធ្វើឲ្យបិសាចមួយនោះគេចាប់ផ្ដើមចោះចាញ់អំពីទឹកចិត្តរបស់មនុស្សហើយក្រោយមកបិសាចមួយនោះក៏ចង់រំលាយអត្តកម្បាំងរបស់តួស្រីនឹងទៅប្រាប់តួប្រុសក៏ប៉ុន្តែតួប្រុសរបស់យើងគេអត់ចង់ដឹងឡើយដែលបាននិយាយថាបើសិនជាវាគឺជារឿងអត្តកម្បាំងនឹងសូមឲ្យនាងរក្សាអត្តកម្បាំងមួយនោះទុកខ្លួនឯងទៅរួចបញ្ជាឲ្យដាវទៅរបស់គេនឹងចាក់ទម្លុះខ្លួនរបស់បិសាចមួយនោះដែលធ្វើឲ្យបិសាចស្រីក៏រលាយបាត់នៅពេលនោះតែម្ដង